សូមជូនរឿងភ្នោក្រហមភាគទី2ចតឲ្យឆ្ងាយពីផ្ទះនេះបន្តិចចុះជីកុំឆ្ងាយពេកប្រយ័ត្នមានការរត់មិនទាន់ប្រយ័ត្នពីវោហើយកុំព្រួយខ្មោចវាមិនចេះរត់ដោយម៉ាស៊ីនទេណាពូឯងកាន់ពិលមួយទៅកុំបាញ់ឲ្យសោះស្រួលយើងតាមដានសកម្មភាពរបស់ខ្មោចនេះតែខ្លាំងប៉ុណ្ណាទៅនិយាយរួចគេនាំគ្នាចុះដើរទៅទៀតដូដាកាន់ពិលដើរមុខឲ្យភ្នាក់ងារដើរតាមក្រោយទាំងភ្នែកនៅកញ្ចឹងកនៅសល់តែ10ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះនោះដោយសំឡេងឆ្កែលូឬសូរល្វើយហាក់ដូចជាឆ្ងាយណាស់ក៏ប៉ុន្តែបើផ្ទៀងទៅជាស្ដាប់ឲ្យមែនទេហាក់នៅចិត្តបង្កាយសោះភ្នាក់ងារយើងមិនមើលឆ្វេងស្ដាំបន្តិចមិនឃើញអ្វីប្លែកសោះប៉ុន្តែក្បាលរបស់គាត់ឡើងព្រឺសំពងខ្លាចណាស់យីបើគុំតែបញ្ជាគាត់ច្បាស់ជាត្រឡប់ក្រោយវិញជាមិនខានពេលនោះភ្នាក់ងារយើងស្ទុះក្រោកស្រែកចាយអោបចង្កេះនោះដាក់ជាប់នោះឃើញហើយលោកអធិការឃើញហើយទៀនយីឃើញមិនក៏ខ្ញុំមិនឃើញសោះភ្នាក់ងារលើកដៃចង្អុលទៅច្រកទ្វារតូចនោះឃើញស្រមោលនៅមាត់ទ្វារចូលប្រហែលជាខ្មោចរបស់នាងវលាក់ហើយនិយាយដល់គេចុចពិលទៅរកខ្លងទ្វារប៉ុន្តែស្ងាត់ជ្រាបអត់ឃើញអ្វីប្លែកសោះអ្នកជ្រួញចិញ្ចើមដោយឆ្ងល់ឃើញស្អីមិនខ្ញុំមិនឃើញអញ្ចឹងពូសួយប្រកែកឡើងញោមមាត់ភ្នែករបស់គាត់ឡើងសព្រាតបាទខ្ញុំមិនក៏ហត់លោកអធិការទេខ្ញុំឃើញច្បាស់ណាស់ពិតជាឃើញស្រីម្នាក់ស្លៀកពាក់សអង្គុយលើបងមុខផ្ទះនោះឯងដោយមិនអស់ចិត្តនោះដាចុចពិលមើលម្ដងទៀតប៉ុន្តែគ្មានឃើញអ្វីប្លែកសោះគេក៏ចាប់ដៃពូសយយ៉ាងជាប់ហើយនិយាយថាតោះយើងតាំងចិត្តឲ្យក្លាហានដើរជាមួយខ្ញុំមិនត្រូវខ្លាចទេបាទដៃរបស់ពូសួយតិចដូចទឹកកគូអើយអស់សំណាច់ក្រៃលែងប៉ុន្តែអ្នកកំឡោះនៅស្ងៀមដោយមិននិយាយស្ដីអ្វីទាំងអស់អ្នកទាំងពីរដើរដល់មុខរបងផ្ទះមានសភាពស្ងប់ស្ងាត់ជាធម្មតាពូសួយចាប់ទីដៃណូដាថយក្រោយកុំចូលប្រយ័ត្នគ្រោះថ្នាក់នៅទីនេះយូរមិនបានទេយីនៅស្ងៀមទៅមិនក៏ចេះតែនិយាយបង្អើលខ្លួនឯងអញ្ចឹងពូសួយស្ញែងមាត់រេកខ្សែភ្នែកក្នុងបរិវេណផ្ទះដែលមានសភាពស្ងឹតឈឹងគេចាប់អង្រូនទ្វាររបងនោះប៉ុន្តែជាប់សោមើងល្អណាស់គេគិតថាត្រូវតែលោតចូលក្នុងផ្ទះនោះទើបអាចចូលរួចគិតដូច្នោះហើយអ្នកកំឡោះក៏បែរមកពូសួយយើងលោតចូលទើបបានរៀបនឹងឈានជើងហើយស្រាប់តែឮសំឡេងគូឲ្យព្រឺក្បាលសំឡេងបៃស្លឹកយ៉ាងក្រលូលាន់ចេញពីក្នុងផ្ទះតើណាជាអ្នកប្លង់ពូសួយចាប់អោបចង្កេះអ្នកកំឡោះជាប់ដោយនិយាយថាអុញនោះមែនទេហើយនោះដាននៅស្ងៀមទម្លាក់ជើងចុះចូលផ្ទៀងទៅជាស្ដាប់ហើយចាប់អារម្មណ៍នឹងសំឡេងបៃនេះណាជួនកាលហាក់មានសភាពស្រងេះស្រងោចប្រៀបបាននឹងអបប្រត់គូតើជាការប៉ັດឬជាការខ្លែងបន្លំឃើញនដាមុខស្មើហើយហាក់ដូចជាមានអារម្មណ៍ដូច្នោះពូសួយស៊ូបញ្ជាក់លោកអធិការត្រូវសណ្ដំព្រីហើយទីដឹងលោកដាមិននិយាយគ្រាន់ស៊ូបញ្ជាក់មកវិញដោយពិចារណាប៉ុណ្ណោះតើពូយល់យ៉ាងណាដែរចំពោះបញ្ហានេះបាទទៀនពិតជាខ្មោចដែលសម្ដែងឲ្យយើងឃើញហើយអ្នកកំឡោះក្រវីក្បាលមិនពិតទេពុទ្ធោប៉ុណ្ណឹងហើយនៅតែមិនពិតទៀតតោះតែចេញមកទៅវាពិតឬលោកដាមិនរវល់ស្ដាប់នឹងការរៀបរាប់របស់ពូសួយដែលឥតបានការនោះឡើយគេសម្រេចចិត្តត្រូវលោតចូលទៅក្នុងផ្ទះនេះគិតហើយអ្នកយាជើងជន់របងនោះស្រាប់តែបាត់សម្លេងបៃបែជីឬសម្លេងយំខ្សឹកស៊ូលយ៉ាងក្រលូឆ្អិនដណ្ដក់គូអាយអាណិតភាពស្រងេះស្រងោចនេះធ្វើឲ្យដួងចិត្តណូដាតូទុននៅកណិតដល់ម្ចាស់ទំនួយនេះពុនប្រមាណជាលើកទី1ហើយដែលបំរុងជៀនជើងចូលក៏ប៉ុន្តែចូលមិនកើតសោះអ្នកទម្លាក់ជើងចុះជាលើកទី2ទៀតចំណែកពូសួយកាន់តែភ័យស្លន់ស្លោមែនទែនហើយគាត់លើកដៃសំពះហើយយកដៃមួយដុំដាក់មកលើក្បាលហើយស្រែករកពុទ្ធោញាប់មាត់អពុទ្ធោអើយកុំឲ្យខ្ញុំឬកុំឲ្យខ្ញុំឃើញឲ្យសោះពុទ្ធោអរហង្គពុទ្ធោអរហង្គពុទ្ធោអរហង្គដោយជួនចិញ្ចាំចិត្តដល់គ្នាគេមានអារម្មណ៍មិននឹងនោះដោយការដែលគេមកដល់ដំបងសោះអ្នកឮគេនិយាយថានាងវលៈស្អាតណាស់
ក្នុងខេត្តនេះនាងជាប់អវរកញ្ញាលេខ1ទៀតផងដោយសារតែសម្ផស្សដ៏ល្អនេះហើយទៅបណ្ដាលឲ្យគេដណ្ដើមគ្នារហូតដល់បន្សល់ទុកនៅគំនុំរៀងខ្លួនបែបនេះនោះដាចុចម្ញីធាត់សំលេងបីសំលេងយំហើយគេពិតជានឹងចូលជាលើកទី2ទៀតគ្រាន់តែឃើញដូច្នោះភ្លាមអ្នកកលេសទៅក្នុងរបងម្ដងទៀតយល់ស្រមោលមួយសស្គុះសក់វែងអនឡាញអូដីចូលនៅមាត់ទ្វារខាងក្នុងផ្ទះបែរខ្នងមករកពូសួយភ្នែកអោបនោះដាជាប់ញាក់ខ្លួនដូចជាកូនសត្វនោះដាបើកភ្នែកធំសម្លឹងស្រមោលនោះអ្នកឃើញតែជាយអាវផាត់បក់រំភើយតាមវីយ៉ូសក់នាងវែងហួរនិស័យអូសដៃឥតឃើញមុខនាងឡើយនោះដាសម្លឹងក្រោយយូរទៅក្បាលគេហាក់ដូចជារីធំដោយមិនដឹងខ្លួនប៉ុន្តែអ្នកកំឡោះប្រឹងទប់ស្មារតីឲ្យបាននឹងណូឡើងវិញដោយយកទៅពិចារណាថាតើបីសាច់មែនឬយ៉ាងណានោះដាទាញកំភ្លើងចេញក្រៅដោយនឹកថាត្រូវតែបាញ់គ្រាន់តែដកកំភ្លើងចេញបាត់ស្រមោលស្ទង់នោះមិនដឹងជាទៅណាពេលនោះស្រាប់តែសន្ធឹកខ្យល់បោកគូចវក់វីក្រោមដើមជពូអ្នកក៏លេចភ្នែកទៅរកកន្លែងនោះភ្លាមដែរគ្រឹះសមោលសនោះអង្គុយលើតោងក្រោមដើមជពូម្ដងនេះនោះដាក៏លេចឃើញពីចំហៀងនៃរូបរាងរបស់ស្រីនោះសក់របស់នាងប៉ាងមើលឃើញតែក្តោងច្រមុះតូចស្រួយយ៉ាងល្អប៉ុណ្ណោះប៉ុន្តែសាច់ច្រមុះនោះមានភាពខៀវស្រងាត់គួរឲ្យខ្លាចមែនទែននោះដាប្រឹងទប់ចិត្តព្រួយដោយគិតថាតើនាងលាក់មែនឬមិនមែនអ្នកប្រុសក៏ថយហៅឈ្មោះនាងតិចអ្នកនាងលាក់ពេលនោះមិនឮសំឡេងឆ្លើយតបវិញឡើយគេបែរជាឃើញនាងបែរមុខមករកគេវិញម្ដងនេះនោះដាវិដួលថយក្រោយព្រោះមុខនោះគឺជានារីក្មេងម្នាក់ដែលទើបមានវ័យ17-18ឆ្នាំប៉ុណ្ណោះមុខមាត់នាងល្អឥតខ្ចោះប៉ុន្តែបង្ហាញនូវភាពគួរឲ្យខ្លាចក្រែងព្រោះផ្ទៃមុខបៃតងស្រងាត់កែវភ្នែកទាំងគូគួរឲ្យខ្លាចព្រោះពណ៌ក្រហមភ្លែកឃើញភ្នែកនេះបញ្ជាក់នូវភាពកាយសាហាវគួរឲ្យញញើសគ្រាន់តែសម្លឹងមុខនោះដាភ្លាមធ្វើឲ្យអ្នកកំឡោះទទួលអារម្មណ៍ញាប់ញ័រមួយរំពេចគេស្រែករាយចាប់ដៃពូសួយថយក្រោយក្រោមសម្លេងក្តុកដូររបស់ស្រីបិសាចសាហាវនោះដាបែកញើសជោគថ្ងាសក៏បានបញ្ឈប់នៅមាត់ស្ទឹងត្រង់ស្ពានដែកអ្នកយកដៃកេះក្បាលតិចដោយនិយាយថាហេតុអ្វីបានជាខ្ញុំខ្លាចទេមិនពិតទេខ្ញុំមិនចេះខ្លាចអ្វីទាំងអស់ចុះពេលនេះហេតុអីបានជាខ្ញុំត្រូវខ្លាចពេលដកដង្ហើមដោយមិនយល់ពីហេតុការណ៍ប៉ុណ្ណោះពេលនោះច្រមុះរបស់គេហាក់ដូចជាធំក្លិនមិនសូវស្រួលសោះអ្នកប្រញាប់បែរមករកពូសួយស្រាប់តែឃើញគាត់អោបដៃដូចជារងាណាពូសួយយ៉ាងម៉េចហ្នឹងគ្មានអីទេព្រោះយើងមកដល់ទីនេះហើយយីអីក៏ធំក្លិនអាក្រក់ម៉េះនឹងបាតណែទាំងទឹកទាំងការទៀនប្រុសឬដូច្នោះនោះដាយកសាច់ការសើដោយហួសចិត្តស្លាប់ហើយអញ្ចឹងបានជាធំក្លិនមិនសូវស្រួលឆាប់ចុះទៅក្នុងទឹកភ្លាមទៅពូសួយក៏បើកទ្វារឡានរត់ចុះចូលស្ទឹងភ្លាមនោះស្រាប់តែគាត់ស្រែកចាយភ្ញាក់ផ្អើលហើយរត់ឡើងគោកដោយដៃក្តោបយីហោគាត់ផងជូសំផោខ្មោចលងទៀតហើយនោះដាចុចពិលទៅឃើញឆ្កែកំពុងទាញគូតខោជូអាចគេទៅជាហួសចិត្តស្លាប់ហើយឆ្កែជូអាចក៏ខ្លាចដែរឆ្កែមែនឬទេពុទ្ធោពលឹងតូចពលឹងធំចូលក្នុងខ្លួនវិញមកនិយាយហើយគេរត់ចុះជាលើកទី2ក្រោយពីជំរះកាយហើយគាត់ឡើងមកវិញយើងត្រឡប់ទៅវិញឬលោកអធិការកំឡោះសើចញឹមហើយនិយាយកំឡាគាត់ទៅកន្លែងបិសាចនោះវិញទេខ្ញុំមិនទៅទេលោកអធិការអញ្ជើញទៅចុះបាទខ្ញុំនិយាយលេងទេយើងត្រឡប់ទៅកន្លែងយើងវិញចាំស្អែកចាំគិតទៅទៀតអ្នកបើកឡានតម្រង់ទៅកន្លែងវិញពេលដែលគេបត់ឡានថយក្រោយស្រាប់តែគេក៏លេចឃើញហាក់ដូចជាមនុស្សដេកលើបង់កន្លែងសួតច្បាស់មិនអស់ចិត្តអ្នកចាប់ហ្វ្រាំងឡានជាលើកទី2មែនគឺមនុស្សដេកអោបដៃកំប្រូននៅទីនោះមែនពូសួយឃើញដូច្នោះប្រញាប់និយាយដល់មកទុកចិត្តលោកប្រុសបែបមិនស្រួលហើយអ្នកកំឡោះញញឹមតបវិញចូលទៅសួរគេបន្តិចទៅយីពូសួយនេះអីក៏ខ្លាចប្លែមនុស្សដូចគ្នាសោះអីក៏ខ្លាចដែរឆាប់ទៅសួរភ្លាមទៅគេជានរណាហេតុអីបានជាមកដេកកន្លែងនេះទៅវិញដោយមិនអាចប្រកែកបានពូសួយក៏ចុះពីរថយន្តដើរទាំងញញីញញ័រសំដៅទៅកន្លែងមនុស្សដេក
ចូលដល់ពូស៊ួយមិនហ៊ានចូលសោះឡើយគាត់ប្រឹងហៅពីចម្ងាយអេអ្នកដេកបើកភ្នែកឡើងណូដាឃើញដូច្នោះក្រវីក្បាលពីក្នុងឡានមកហៅអញ្ចឹងធ្វើមិននឹងភ្ញាក់ចូលទៅរួនទៅណាណាខ្លាចចៅវាយនេះណាខ្លាចខ្មោចគាត់អោនរើសឈើងាប់មួយហើយលូកែណែអ្នកដេកបើកភ្នែកជនដែលដេកត្រូវឈើឆ្កឹះភ្ញាក់ស្ទុះឡើងទាំងខ្លួនមមីមើទាំងស្រុងកាយវិការរហ័សអស្ចារ្យដដាននឹកថាគេមិនមែនដប់លងមូលឡើយជននោះចាប់ក្របួយកោអាវពូស៊ួយព្រមទាំងបើកភ្នែកធំដាក់ពូស៊ួយញ័រដោយកូនសัตว์គាត់ស្រែកពុទ្ធោជាប់មាត់ពុទ្ធោខ្មោចលងខ្មោចបិសាចអើយកុំមកទាយីខ្ញុំលេងខ្ញុំទៅវិញទៅហើយជននោះធ្វើភ្នែកលេងឡង់ប្រញាប់និយាយនោះណាជាខ្មោចពូឯងនិយាយឲ្យច្បាស់មកមើលខ្ញុំទៅនឹងត្រូវបិសាចប្រមាថថ្មីទៅខ្ញុំខ្ញុំរាប់មករៀមដែរបន្តិចសិនតែគ្រប់ដែរទេលើដូច្នោះបរោះនោះស៊ូបញ្ជាក់ថាមិនក៏ចាំរាប់ណែបើខ្មោចមានមករៀមតែ9ទេបើមនុស្សមានមករៀម10លើដូច្នោះភ្លាមជននោះអស់សំណើចហើយលោកដៃក្តាប់ដោយនិយាយថារាប់ទៅពូស៊ួយត្រឹងបើកភ្នែកមើលទៅជននោះរាប់តាំងពី1ដល់9បាត់មករៀម1ស្រែកចាយរត់ថយក្រោយលោកអធិការខ្មោចពេលដែលគាត់ថយក្រោយមិនបានមើលក៏រត់មកបុកមនុស្សម្នាក់ទៀតដែលឈរពីក្រោយខ្នងដួលអុកគូតស្រែកចាយក៏លេចទៅយល់ចៅវាយកំឡោះឈរច្រត់ចង្ការញញឹមមកគាត់តាំងចិត្តឲ្យក្លាហាមតិចទៅពូទៅរាប់មករៀមដៃគេម្ដងទៀតទៅពេលនោះជនមករៀម9ដើរមកមុខពូស៊ួយនិយាយថាចាំតែរាប់ទៀតទៅបើកភ្នែកឲ្យធំណាពូស៊ួយប្រឹងបើកភ្នែកហើយនិយាយថាលោកអធិការជួយមើលផង1 2 3 4 5 6 7 8 9 10បាទពិតជាមនុស្សហើយជននោះសើចដល់ហួចិត្តប្រញាប់ស៊ូទៅពូស៊ួយមនុស្សមានមករៀម9ជាខ្មោចឬបាទពិតហើយជននោះស៊ូទៅទៀតរបៀបដេញជើងឧបមាថាមនុស្សម្នាក់កើតមកមានតែមករៀម9ពីកំណើតតើពូចោទថាខ្មោចដែរទេឃើញដូច្នោះលោកអធិការអស់សំណើចនឹងកាយវិការរបស់កូនចៅគាត់អ្នកពូលគាត់ខ្លាចខ្មោចព្រោះខ្មោចទៅនឹងលងគាត់ហើយមិញគេនិយាយសាច់ដល់ហួចិត្តណែពូឈុំនិយាយរឿងមនុស្សមិនបានការនោះទៅគេងាកមកជន់នោះវិញឯងជានរណាហេតុអីក៏មកដេកកន្លែងនេះវិញជន់នោះងើបឡើងគេជាមនុស្សម្នាក់មានវ័យក្មេងបំផុតទៅតែអាយុប្រហែល17ឆ្នាំប៉ុណ្ណោះសក់លោកវែងគ្រប់ស្លឹកត្រចៀកខោអាវធំរលុងខោរឹបបញ្ជាក់ថាគេជាជនស៊ីវិលទំនើបជាទីបំផុតកែភ្នែករបស់បរិះក្មេងមានភាពភ្លឺត្រចះខ្មៅក្រឹបគូឲ្យស្រឡាញ់ប្រៀបដូចកែភ្នែកមនុស្សស្រីកំឡោះផនភាំងនឹងរូបសម្បត្តិក្មេងប្រុសនេះពុនប្រមាណកំឡោះក្មេងនេះសើចបញ្ចេញថ្មិញសោះស្គុះដូចភ្លុកហើយនិយាយថាបាទខ្ញុំជាក្មេងកំព្រាឥតម៉ែឪទេនៅប៉ៃលិនជាមួយមីងក្រោយពេលគាត់ស្លាប់ទៅខ្ញុំក៏ដើរឥតគោដើរគ្មានទីសំណាក់ក្រោយមកខ្ញុំចាស់តែដើរលេងសៀកគ្រាន់បានលុយទិញបាយញ៉ាំអធិការលុយដូច្នោះដូចជាមានចំណូលចិត្តនៅក្មេងនេះគេយកដៃទះស្មាវាតិចហើយនិយាយថាជប់ដើរប៉ោឡែដូច្នោះទៀតទៅឯងត្រូវទៅនៅជាមួយនឹងយើងណាក្មេងនោះសម្លឹងណូដាបន្តិចទៅនិយាយថាខ្ញុំមិនហ៊ានទៅជាមួយបងប្រុសទេហេតុអីយើងជាមនុស្សស្លូតបូតហើយយើងនឹងចិញ្ចឹមឯងទុកឯងដូចជាប្អូនប្រុសអញ្ចឹងបងឯងជាប៉ូលីសមែនទេអ្នកកំឡោះងក់ក្បាលបន្តិចជំនួសវិចារត្រូវហើយបងជាប៉ូលីសដែលទៅនឹងផ្លាស់មកពីភ្នំពេញឈ្មោះណូដាតែប្អូនឯងឈ្មោះអីដែរលក្ស្មីឈ្មោះអីមើលតែស្រីអញ្ចឹងវាសាចហើយឆ្លើយវិញពុករបស់ខ្ញុំគាត់ស្រឡាញ់កូនស្រីណាស់ដល់ពេលខ្ញុំកើតមកជាប្រុសគាត់ក៏ដាក់ឈ្មោះឲ្យខ្ញុំតែម្ដងទៅប៉ុន្តែអ្នកផងចូលចិត្តហៅថាអាស្មីណូដាលើកដៃមើលម៉ោងឃើញម៉ោង11ទៅហើយកោះទៅរកសម្រាប់យប់ហើយផ្ទះរបស់បងនៅឯណាបងគ្មានផ្ទះទេសប្តាហ៍ថ្ងៃសម្រាប់នៅការិយាល័យទេតាក្រោយមកគេនាំគ្នាឡើងរថយន្តចេញពីទីនោះភ្លាមក្នុងបន្ទប់មានសភាពស្ងាត់ជ្រងំពូស៊ួយទៅរកកន្លែងសម្រាប់ក្នុងបន្ទប់របស់គាត់ចំណែកណូដានិងរស្មីទៅរកបន្ទប់របស់គេដែរមានក្រេតែមួយប៉ុណ្ណោះណូដាដោះសម្លីបំពាក់ចេញទុកតែខោខ្លីគេទាញកំភ្លើងមកដាក់ក្រោមខ្នើយទាញមុងទម្លាក់ចូលដេកបែរទៅរកអាស្មីនឹកដល់ណាទៀតមិនក៏មិនចូលដេកលក្ស្មីសម្លឹងមុខណូដារួចបញ្ជាក់ថា
ឲ្យខ្ញុំដេកកន្លែងណាដេកលើក្រេជាមួយបងមកព្រោះកន្លែងនេះគ្មានក្រេទេមានតែមួយគត់តោះតែដេកពីរនាក់ខ្ញុំមិនចេះដេកជិតគ្នាពីរនាក់ទេព្រោះម៉ែឲ្យខ្ញុំបានទម្លាប់ឲ្យខ្ញុំដេកតែឯងតាំងពីតូចម្ល៉េះបើអញ្ចឹងទ្រាំដេកមួយយប់សិនទៅចាំស្អែកបងយកប៉ៅអ៊ីឲ្យដេកផ្សេងណាស្ដាប់បានទេនិយាយហើយគេប្រែខ្លួនទៅគៀនទុកឲ្យមួយប្រឡោះឲ្យអាស្មីដេកអាស្មីដេកក្រវៀនក្រេមកខាងដែរព្រឹកឡើងនរដាបើភ្នែកទៅឃើញអាស្មីឈរនៅមាត់បង្អួចសម្លឹងទៅក្រៅលុបមុខហើយរនៅអាស្មីបាទលោកប្រុសហើយនរដាសើចក៏ដើរទៅលុបលាងមុខខ្លួនប្រានអាស្មីពោលឡើងថាខ្ញុំចង់ទៅក្រៅបន្តិចឯងទៅធ្វើអីទៅលេងសៀកយកលុយនៅជាមួយបងមិនបាច់ធ្វើអីទេនៅតែផ្ទះបានហើយបើទំនេរយកសភៅមកអានទៅឮដូច្នោះអាស្មីឆ្លើយតបទាំងមុខស្ងួតខ្ញុំមិនចេះអានអក្សរទេយីកំឡោះស្ដុកទៅហើយក៏ល្ងងម្លេះគ្រាន់តែអានអក្សរមិនចេះដែរនិយាយបណ្ដាគេទាញខោអាវមកពាក់បណ្ដាអាស្មីក៏សួរទៅវិញបងឯងទៅណាទៅធ្វើការឲ្យខ្ញុំទៅដែរមិនមែនដើរលេងទេណាការងាររបស់បងមិនដូចការងារគេទេស្លៀកពាក់ហើយគេដើរចេញដោយអត់ងាកក្រោយបងមិនឲ្យខ្ញុំចេញទៅញ៉ាំអីខាងក្រៅទេឬឮដូច្នោះគេទឹកងក់ដល់និយាយថាអូភ្លេចឲ្យចឹងយកលុយ100រៀលទៅញ៉ាំអីហើយឆាប់មកវិញកុំឲ្យនរណាចេញចូលក្នុងបន្ទប់នេះផ្ដេសផ្ដាសឲ្យសោះគ្រាន់តែនរណាចេញភ្លាមអាស្មីក៏បើកទ្វារបន្ទប់ចេញទៅតាមក្រោយដែរទាំងនិយាយតិចតិចថាឲ្យនៅស្ងៀមយ៉ាងម៉េចបើមនុស្សមិនធ្លាប់នៅស្ងៀមផងអាស្មីដើរចេញពីបន្ទប់នរដាក៏ជួមនឹងពូសួយអាស្មីឯងទៅណាខ្ញុំទៅផ្សាររកទិញអីញ៉ាំបន្តិចហើយបើបងនរដាសួររកពូសួយជួយប្រាប់ផងនិយាយរួចគេដើរចេញទៅផ្សារពូស័ព្ទមានភាពធំល្វឹងល្វើយមនុស្សចេញចូលហូហៀអាស្មីដើរកាត់ហាងគុយទាវស្រាប់តែជួបនឹងកំឡោះនរដាកំពុងបណ្ដានាងក្រមុំកល្យានចូលហាងវាកិច្ចខ្លួនមិនឲ្យគេឃើញឡើយដោយតាមសម្លឹងរហូតអ្នកទាំងពីរចូលផុតទើបគេចេញពីទីនោះយ៉ាងរហ័សដោយនឹកក្នុងចិត្តថាអាយ៉ាបងនរដាមានសង្សារបណ្ដាអញ្ចឹងទេតើបានជារហ័សមកធ្វើការម្លេះពេលនោះស្រាប់តែមានដៃមួយមកទេសមាវេតិចតិចវាភ្ញាក់ព្រឺតបញ្ញាំងាក់ក្រោយយល់បរោះម្នាក់មានពុកមាត់ស្រមោមភ្នែកក្រហមថ្លាសក់ទុកវែងរញ៉េរញ៉ៃដោយគ្មានរបៀបដោយស្មុំទូរគុតម្នាក់អាស្មីធ្វើភ្នែកស្លើព្រោះមិនដែលស្គាល់ជនស្រមោមនោះសោះជននោះក៏និយាយឡើងមុនឯងមិនស្គាល់យើងទេតែយើងស្គាល់ឯងច្បាស់ណាស់អាស្មីក្រវិក្បាលតវិញខ្ញុំមិនស្គាល់ពូឯងទេជននោះសម្លឹងមុខចាំងមុតហើយហៅចំឈ្មោះតែម្ដងអាស្មីយើងត្រូវការនិយាយជាមួយឯងបន្តិចអាស្មីរឹតតែភ្ញាក់ផ្អើលឡើងហេតុអីបានជាស្គាល់ឈ្មោះខ្ញុំច្បាស់ម្ល៉េះវាក៏សួរបញ្ជាក់ទៅវិញថាតើពូឯងមានការអីតោះយើងចូលហាងនិយាយគ្នាអាស្មីឮថាចូលហាងក៏សម្លឹងមើលខោអាវឃើញរហេមរហាមមិនសមចូលយ៉ាងម៉េចសម្លៀកបំពាក់របស់យើងមិនសមចូលហាងនេះទេណាហើយបើឯងមិនហ៊ានចូលយើងគិតការអង្គុយឲ្យមុតទឹកក្រោមដើមឈើមួយដើមមានបន្លុកតែឈឹងតែជ័យហើយឆ្ងាយពីគេអង្គុយស្រួលពូលហើយអាស្មីផ្ដាមស៊ូមុនពូឯងចង់ជួបខ្ញុំមានការអីឆាប់និយាយមកមើលហើយហេតុអីបានជាពូឯងស្គាល់ខ្ញុំជួនពុកមាត់ស្រមុំសាយស្ងួតដោយបន្លឺវិចាពូតាមដានអាប្រុសឯងយូរហើយឯងមានមុខមាត់ដូចវលៈណាគ្រាន់តែលើពាក្យនេះភ្លាមអាស្មីបើកភ្នែកធំធំវលៈណាអញ្ចេះជួនស្រមុំដកដង្ហើមធំដោយនិយាយវលៈបានស្ដាប់ជាង1ឆ្នាំហើយព្រលឹងនាងកំពុងពុះកញ្ជ្រោលដោយកំហឹងគ្មាននរណាហ៊ានចូលទៅក្បែរភូមិនោះបានឡើយអាស្មីកាន់តែភ័យស្លាំងមុខឡើងវាប្រញាប់ស៊ូបញ្ជាក់ឆាប់និយាយមកខ្ញុំចង់ដឹងរឿងនេះណាឯងខ្លាចខ្មោចឬជួនស្រមុំបញ្ជាក់អាស្មីស៊ូបន្តិចទាំងឆ្លើយយ៉ាងមើងម៉ាត់មិនខ្ចីខ្លាចទេពិតមែនឬបាទព្រោះតាំងពីខ្ញុំកើតមកខ្ញុំមិនដែលឃើញខ្មោចលងម្ដងណាទេចុះឯងនៅទីនេះមានដែលឮខ្មោចនាងវលៈលងដែរឬទេបាទឮដែរតែខ្ញុំមិនដែលឃើញសោះពិសេសមិនសូវចាប់អារម្មណ៍នឹងការឮសូរនេះផងទេពូស្រមុំមានភ្នែកក្រហមហាក់ដូចជាមានការឈឺចាប់នឹងរឿងអ្វីមួយរបស់គាត់យូរមកហើយគាត់បើកភ្នែកសម្លឹងទឹកខ្សែទឹកស្ទឹងដែលហូរទៅឆ្ងាយព្រមទាំងបង្ហើបបបោមាត់តិចតិចស្ទើរទៅស្ដាប់មិនបាន
រឿងរ៉ាវកាលពីមួយឆ្នាំមុនឲ្យពូបំភ្លេចមិនបានឡើយនាងវលៈមានមុខមាត់ដូចអាស្មីឯងណាទោះតែឯងជាក្មេងប្រុសប៉ុណ្ណោះពូនិយាយទៅកាលពីឆ្នាំទៅយ៉ាងម៉េចដែរវាបញ្ញាស៊ូបញ្ជាក់ខ្ញុំចង់ដឹងណាហេតុអីបានជានាងវលៈព្រមទាំងឪពុកម្ដាយនាងស្លាប់យ៉ាងនេះឃាតកម្មនេះកើតឡើងតែមួយថ្ងៃប៉ុណ្ណោះក្នុងពេលនោះពូគេសង្ស័យតែក្មួយរបស់លោកវិសាលតែម្នាក់ឈ្មោះសុភ័ក្រនិងដៃជើងរបស់គេម្នាក់ទៀតគឺពូសូហ្វូឡានលើដូច្នោះអាស្មីជ្រួញចិញ្ចាមប្រញាប់ស៊ូបញ្ជាក់ដោយប្រញាប់ហេតុអីបានជាគេចោទទៅលើក្មួយរបស់លោកវិសាលទៅវិញឈ្មោះសុភ័ក្រស្រឡាញ់វលៈដែរតែពេលនោះនាងវលៈមានគូដណ្ដឹងទៅហើយគឺប្រុសចនាគេទាំងពីរស្រឡាញ់គ្នាណាស់នៅតែថ្ងៃរៀបការប៉ុណ្ណោះបើអញ្ចឹងអ្នកដែលសម្លាប់នាងវលៈគ្មានអ្នកណាក្រៅពីសុភ័ក្រឡើយព្រោះវាស្រឡាញ់នាងវលៈមិនបានទៅវាខឹងក៏សម្លាប់នាងទាំងគ្រួសារបែបនេះដោយសារការជួយពីពូសូហ្វូឡានរបស់គាត់ផងដែរមែនទេជួនស្រមុំផ្សាយស្ងួតនៅពេលឮពាក្យនេះហើយគេនិយាយទៅកាន់អាស្មីថាហេតុអីបានជាសុភ័ក្រហ៊ានសម្លាប់អូនស្រីរបស់ពុកមីឯងចឹងព្រោះតែសេចក្តីស្នេហាលើលូបហើយទើបធ្វើឲ្យគេហ៊ានសម្លាប់មីឯងប្អូនឯងដោយគ្មានការពិចារណាជួនត្រមុំសម្លឹងទៅជើងមេឃឆ្ងាយបន្តិចទើបនិយាយដោយវាចាមួយខ្ញុំមិនអាចជឿបានទេហេតុអីក៏ពូឯងដឹងរឿងនេះពូជានរណាដែរបែរជារស់នៅម្នាក់ឯងតាមចិញ្ចើមថ្នល់ដែលមានអាតកំបាំងចូលចិត្តតាមដានអាស្មីកាន់តែមានការឆ្ងល់ឡើងបញ្ញាប់និយាយថាបើដឹងឮពូឯងមានដែរនៅម្ដុំផ្ទះនាងលក្ខនោះទេហើយមានដែរប្រទេសខ្មោចលងដែរទេមានពូទៅទីនោះ3ដងហើយខ្មោចនោះកាចគ្មាននរណាហ៊ាននៅក្បែរឡើយខ្ញុំចង់ទៅទីនោះណាឯងមិនខ្លាចខ្មោចនោះទេឬខ្ញុំមិនបានឃើញនឹងភ្នែកខ្ញុំមិនទាន់ជឿទេពេលថ្ងៃវាលងដែរឬទេមិនថាយប់ថ្ងៃទេឲ្យតែនៅទីនោះអាស្មីឮដូច្នោះគាត់ទឿនតាស្រមុំបើអញ្ចឹងយើងគិតទៅឬពូស្រមុំងក់ក្បាលដោយនិយាយមួយបានពូអាចជូនទៅបានតែត្រូវតាំងស្មារតីឲ្យនឹងណូណាបានពូកុំព្រួយខ្ញុំសូមសន្យាថាមិនធ្វើចិត្តទន់ជ្រាយដូចក្មេងស្រីទេសាន់ពេញចិត្តនឹងសម្ដីអាស្មីពុនប្រមាណជន់ស្រមុំយកដៃទះស្មាវេតិចបើអញ្ចឹងយើងទៅទាំងពីរនាក់បណ្ដាគ្នាចេញពីក្រោមម្លប់ឈើដល់ត្រចៃនោះអាស្មីបែរមកសួរជន់ស្រមុំនោះថាតើពូឈ្មោះអីដែរគេរាល់គ្នាហៅពូថាស្រមុំដូច្នេះឯងកំណត់ហៅដោយគេថាទៅបានហើយអាស្មីនៅស្ងៀមតែក្នុងចិត្តថាម្នាក់សុទ្ធតែពោពេញទៅដោយអាតកំបាំងគ្រប់បែបយ៉ាងគួរឲ្យចង់ដឹងដើរមកដល់ផ្លូវធំវាឃើញតាស្រមុំដើរតម្រង់ចូលផ្សារវាបញ្ញាប់ស៊ូពូឯងទៅណាវិញទៅយកកង់របស់ពូដែលផ្ញើគេឯងនៅចាំពូត្រង់នេះហើយគាត់ដើរទៅក្នុងផ្សារបន្តិចក៏ត្រឡប់មកវិញដោយមានបណ្ដាកង់ប្រុសកញ្ចាស់មួយផងកង់អត់មានរៀនអញ្ចឹងជិះយ៉ាងម៉េចទៅអាស្មីតាក់ទៅដោយមិនចង់ជិះឃើញដូច្នោះតាស្រមុំស៊ូឯងខ្លាចពូឬមិនអីទេចាំពូត្រៀបកែបឲ្យគាត់ចាប់ទាញក្រមាមកក្រុមទូកកង់អាស្មីក្រវីក្បាលតិចហើយកឡើងជិះដោយកាយលើទូកកង់ទៅមុខតិចអាស្មីដូចជាមិនអស់ចិត្តពីរឿងឃាតកម្មរបស់គ្រូសាស្ត្រលោកវិសាលដែលបានកន្លងការពី2ឆ្នាំក៏សួរទៅពូនោះថាគិតទៅរឿងឃាតកម្មលើគ្រូសាស្ត្រលោកវិសាលបានកន្លងទៅជាង1ឆ្នាំហើយហេតុអីបានជាក្រសួងមានសមត្ថកិច្ចរកមុខឃាតករមិនឃើញជួនស្រមុំបញ្ញាប់ឆ្លើយតបថាដោយសារអ្នកនៅទីនោះយល់ខុសគេប្រឹងធ្វើការទាំងងងឹតងងល់ដោយគ្មានបោះតាំងអ្វីឡើយគឺគេចោទទាំងស្រុងទៅលើក្មួយប្រុសរបស់លោកវិសាលឈ្មោះសុភ័ក្រដូច្នេះហើយទើបគេម្នាក់ដើរស្វែងរកទៅឈ្មោះនេះហេតុអីក៏ពូដឹងរឿងនេះច្បាស់ម្ល៉េះត្រូវតែដឹងចំពោះហេតុការដែលពូចង់ដឹងចុះពូមានដែលស្គាល់សុភ័ក្រនោះយ៉ាងម៉េចដែរតាមពូដឹងគ្មាននរណាដឹងរឿងនេះទេនោះចិត្តដល់ហើយល្មោផ្ទះលិចលឹមឯណោះនៅតែ70ម៉ែត្រទៀតប៉ុណ្ណោះដល់ផ្ទះលោកវិសាលហើយពេលនេះសំលេងឆ្កែលូលន់ឡើងក្រលួចចេញពីបរិវេណភូមិគ្រឹះទាំងព្រឹកអ្នកទាំងពីរចោះទៅលើកង់ហើយទុចងក់ព្រមទាំងសម្លឹងមុខគ្នាទៅវិញទៅមកដោយអារម្មណ៍មិនស្រួលពូខ្លាចខ្មោចទេពូតាំងចិត្តពីនាយមកហើយថាមិនខ្ចីខ្លាចទេអាស្មីពូថាឲ្យតែមកដល់ទីនេះមិនដឹងជាយ៉ាងម៉េច
បានជាបណ្ដាលឲ្យចិត្តក្លាហានបែរជាភ័យខ្លាចមិនហ៊ានឈានចូលទៅក្នុងផ្ទះនោះបន្តិចសោះតាមតែពូឮគេនិយាយបើនរណាមិនខ្លាចខ្មោចសោះអ្នកណាមកដល់ទីនេះហើយត្រូវតែនឹកញញើតដោយមិនហ៊ានចូលឡើយហើយត្រឡប់ទៅវិញដោយពំនាំយកនៅការភ័យខ្លាចទៅជាមួយផងអាស្មីផ្ទៃតិចស្ដាប់សំឡេងឆ្កែលូទៅនិយាយយើងត្រូវតែចូលទៅចិត្តបន្តិចទៀតទៅមើលតើខ្មោចនោះវាយ៉ាងម៉េចដែរពេលនោះស្រាប់តែសំឡេងមួយលាន់ឡើងឈប់សិនអ្នកទាំងពីរយកកំឡោះនោះដាដើរចេញពីក្រោមដើមឈើមួយនៅក្បែរនោះគេសម្លឹងទៅពូស្រមុំយ៉ាងមុតទៅដើរមករកអាស្មីនរណាឲ្យឯងមកទីនេះអាស្មីធ្វើភ្នែកមកដ៏ល្អរបស់វាសម្លឹងទៅនោះដានឹងនិយាយឲ្យអធិការតាមសម្លឹងឥតព្រិចភ្នែកបាទខ្ញុំឮគេនិយាយថាទីនេះខ្មោចលងទៅខ្ញុំមកមើលនោះដាឡើងសរសៃកធំទាំងមិនពេញចិត្តតបទៅអាស្មីវិញប្រយ័ត្នគ្រោះថ្នាក់ចំណែកបងប្រុសឯណោះក៏អញ្ចឹងដែរមិនគូណាបបួលក្មេងមកទីនេះសោះអាស្មីលើដូច្នោះបញ្ញាពោលប្រកែកទេមិនពិតទេតាមការពិតគឺខ្ញុំនាំគាត់មកនោះដាលើដូច្នោះភ្ញាក់ព្រឺតគឺនឹកថាតើអ្នកទាំងពីរមានអ្វីជាអាចកំបាំងតាក់ទងគ្នាទេដឹងបានជានាំគ្នាមកកាន់ទីនេះនោះដារក្សាទឹកមុខធម្មតាដល់និយាយសន្និដ្ឋានថាបើបងប្រុសមានមើលផ្លាកដែរឬទេគេដាក់ថាមនុស្សចេញចូលនៅទីនេះត្រូវមានការអនុញ្ញាតជួនស្រមោងងើបមើលផ្លាកបន្តិចដែលបោះជាប់នឹងដើមឈើទៅនិយាយសុំទោសអាមិញដោយខ្ញុំមិនបានមើលព្រោះធ្លាប់មកទីនេះ2-3 ដងដែរប៉ុន្តែមិនដែលប្រទះឃើញផ្លាកនេះសោះផ្លាកនេះខ្ញុំទើបនឹងធ្វើកុំឲ្យមនុស្សចេញចូលឆ្វេងឆ្វាយទីនេះព្រោះទុកភារកិច្ចឲ្យពូភ្នាក់ងារធ្វើការតាមដានឥឡូវឆាប់នាំគ្នាត្រឡប់ទៅវិញទៅហើយឌីបែមកអាស្មីឯងនៅក្មេងណាស់ឯងមិនត្រូវហ៊ានធ្វើអ្វីតាមតែចិត្តទេឆាប់ត្រឡប់ទៅវិញទៅហើយមិនត្រូវការដើរទៅណាផ្ដេសផ្ដាសឡើយអាស្មីនឹងជន់ស្រមុំក៏ត្រឡប់ទៅវិញនោះដែរចូលសម្លឹងអ្នកទាំងពីររហូតចេញផុតទើបគេចោលភ្នែកទៅរកបរិវេណផ្ទះនោះទៀតតើជាបិសាចពិតប្រាកដឬក៏មិនមែនអាចកំបាំងផ្ទុននៅលើអាចកំបាំងក្នុងនាមជាអធិការប៉ូលីសដាច់ខាតត្រូវតែរកឲ្យឃើញនៅអ្វីដែលពុំមែនពិតប្រាកដនិយាយហើយអ្នកក៏ហូតបារីមួយដើមអុជជក់ហើយបោះចំហៀនទៅរកផ្ទះនោះមុននេះគឺឮសូរអាស្មីនិយាយថាឮឆ្កែលូចំណែកអ្នកនៅឈរទីនោះយូរបន្តិចហេតុអីក៏មិនឮសូរអញ្ចឹងចម្លែកមែនបើអាស្មីនឹងជួនសម្មុំស្ដាប់ឮគេក៏ស្ដាប់ឮដែរព្រោះគេទាំងពីរនៅនេះបើសិនឃើញយ៉ាងណាក៏ត្រូវតែបាញ់ទៅគេបោះចំហៀនមួយមិនឆ្ងាយពីគ្នាឡើយនោះដាស្ទាបកំភ្លើងដែលនៅចង្កេះនឹកថាម្ដងប៉ុន្តែមានភាពមើងម៉ាត់ជានិច្ចពេលនោះនៅសល់តែ5នាទីទៅដល់ផ្ទះហើយចាំមើលតែខ្មោចនោះបំរុងនឹងលងទាំងព្រឹកតែម្ដងឬម៉ោងជិត10ទៅហើយអ្នកឈប់ស្ងៀមនៅពេលផ្នែកសម្លឹងទៅក្នុងផ្ទះដែលមានសភាពស្ងាត់ជ្រងំពេលនោះគេហាក់ដូចជាកលេចឃើញស្រមោលមួយរត់ចូលទៅក្នុងផ្ទះអ្នកដឹកក្នុងចិត្តថាច្បាស់ជាខ្មោចទៀតហើយគេស្ទុះទៅជិតទ្វាររបងនោះហើយបំណងនឹងបើកចូលស្រាប់តែឮសំឡេងមនុស្សស្រីម្នាក់ស្រែកយំខ្សឹកខ្សួលចេញពីទីនោះមកបញ្ចេញនៅទុកសោកគូឲ្យអាណិតពន់ពេកមិនខ្ចីខ្លាចគេលូកដៃចាប់រុញរបងប៉ុន្តែរបងជាប់មើងសំឡេងយំឮសូរទៀតហើយបែរជាឮសំឡេងសើចកិលទៅវិញកំឡោះហាក់នឹកខ្លាចអ្វីម្យ៉ាងដោយមិនដឹងខ្លួនគេទប់ដៃវិញដោយសម្លឹងទៅក្នុងឃើញហាក់ដូចជាមនុស្សស្រីម្នាក់ដើរចុះដើរឡើងក្នុងផ្ទះនោះហើយសំឡេងសើចនៅតែឮកិលដដែលពេលនោះនរដានឹកថាត្រូវទៅបាញ់សាកមើលគេលើកកំភ្លើងឡើងបំរុងបាញ់តែស្រមោលសោះស្ទុះទៅបាត់មិនដឹងជាទៅណាមិនបាច់បង្អង់យូរឡើយអ្នកកំឡោះតោងរបងហើយផ្លោះចូលទៅក្នុងភ្លាមគ្រាន់តែពេលចូលជើងប៉ះដៃភ្លាមសន្ធឹកខ្យល់លន់សូវូវឹបមករកគេនៅដាកិច្ចទៅឆ្វេងហើយយាជើងទាត់វិញផាំងគេក៏លេចឃើញយ៉ាងច្បាស់នៅរូបស្រីម្នាក់មានមុខមាត់គួរឲ្យខ្លាចបើពិនិត្យឲ្យចំគឺមុខមនុស្សស្លាប់ប៉ុន្តែសន្ធឹកខ្យល់បោកមាញ់ខ្លាំងក្លាអស្ចារ្យបើគុំតែគេរហ័សកិច្ចទាន់កុំអីវីវោធំហើយគ្រាន់តែទប់ចំហៀនបានជាប់ហើយអ្នកក៏បែរមករកស្រីចម្លែកនេះម្ដងទៀតស្រាប់តែបាត់មិនឃើញតែខ្មោចឬក៏មិនមែនខ្មោចបើឃើញនឹងផ្នែកប៉ុណ្ណឹងហើយខ្មោចចេះវាមនុស្សចំជាចម្លែកមែន
បើសិនជាខ្មោចមានតែមនុស្សចេះបំបាំងកាយចំណន់នេះទៅហើយតើទៅជឿអបិយជំនឿចាស់កំរិលនេះទៀតឬអ្នកកំឡោះឈរដង្ហក់ដង្ហើមមើលជុំវិញខ្លួនឃើញមានសភាពស្ងាត់ជ្រាបជានៅខ្យល់ត្រជាក់បក់មកតែប៉ុណ្ណេះនឹកថាត្រូវទៅចូលទៅក្នុងផ្ទះនោះមើលតើមានអ្វីប្លែកជាងនេះទេទើបនឹងជៀនចូលបានបន្តិចស្រាប់តែសន្តិខ្យល់ដដាបានជះនៅភាពត្រជាក់មកលើខ្លួនគេទៀតនោះដាកិច្ចវក់វីឃើញច្បាស់នៅស្រីដដាមានមុខសស្លេកហាក់ខឹងនឹងគេសម្បំណាស់នោះដាដកកំភ្លើងបាញ់ផាំងស្រមោលនោះរលាយបាត់សំលេងស្រែកយំក៏លាន់ឡើងប៉ុន្តែមិនដឹងចេញពីប្រភពណាឡើយពេលនោះខ្យល់ចម្លែកមួយមិនដឹងចេញពីប្រភពណាមកវក់វីពេញកន្លែងនោះស្ទើរតែជប់ជើងមិនជាប់នោះដាហាក់ដូចងងឹតមុខស្លុបកែភ្នែកគេទាំងគូឡើងស្រវាំងទោះបីចង់ឈានជើងទៅមុខទៀតក៏ឈានមិនរួចដែរទីបំផុតគេដាក់គូដអង្គុយចុះហើយថ្មិចភ្នែកសំងំមួយស្រផក់ទៅបើកភ្នែកឡើងវិញនោះដាខ្មាស់មុខភ្លាមទីបំផុតអ្នកត្រឡប់ថយក្រោយវិញដោយពំនាំនៅក្តីសង្ស័យរាប់ម៉ឺនប្រការទៅជាមួយផងនោះដាឡើងក្តៅមកមើលមមីដែលគ្មានមូលហេតុនេះគូតែជឿតែរឿងខ្មោចព្រាយបិសាចអាស្មីនៅអង្គុយច្របាច់ជើងឲ្យគេដោយថ្នាក់ថ្នមនោះដាសម្លឹងមុខអាស្មីយូរទៅដូចស្រីម្លេះអាស្មីឯងស្អាតណាស់អាស្មីក្មេងប្រុសទៅអាយុ17ឆ្នាំប៉ុណ្ណោះគ្រាន់តែលឺកំឡោះពោសសើដូច្នោះផ្ទៃមុខរបស់វាប្រែពណ៌ក្រហមព្រឿងដូចស្រីក្រមុំធ្វើឲ្យនោះដាចាប់អារម្មណ៍នឹងសម្រស់សម្ផស្សនេះជាខ្លាំងអ្នកនាងកល្យានស្អាតណាស់ប៉ុន្តែនៅចាញ់ឯងឆ្ងាយណាស់ហេតុអីក៏បងប្អូនខ្ញុំទៅនឹងអ្នកនាងកល្យានទៅវិញគេជាកូនស្រីរបស់លោកខាតក្នុងខេត្តពោធិ៍សាត់នេះនរណាមិនល្បីថាអ្នកនាងកល្យានស្អាតតែចំពោះបងមើលទៅឃើញអាស្មីស្អាតទៅហើយមិនដឹងជាស្អាតស្អីទេប្រុសដូចគ្នាចេះតែសើទៅកើតអូនិយាយអញ្ចឹងបងឯងទៅផ្ទះនាងបិសាចហ្នឹងតែមានឃើញអ្វីប្លែកបានជាបណ្ដាលឲ្យបងឯងក្តៅមកមើលមមីបែបនេះអញ្ចឹងនោះដាថ្មិចភ្នែករំលឹកពីរឿងម្សិលមិញគេហាក់ដូចជាមិនអស់ចិត្តសោះគេនិយាយរបៀបរវើរវាយប្រកាសជាបិសាចមែនហើយព្រោះបងឃើញវាមកយកបងប្រកាសណាខ្ញុំហាក់ដូចជាមិនស៊ឺសោះមកពីបងឯងមិនដែលឃើញច្បាស់ទៅបានជាបងឯងមិនជឿដូច្នេះអាស្មីធ្វើមុខស្មាព្រោះវាហាក់ដូចជានឹកថាមិនដែលមានខ្មោចកើតឡើងទេក្នុងសម័យនេះពេលនោះនោះដាកពូលដោយក្រោកអង្គុយផងបងនិយាយលេងទេតាមពិតបងក៏មិនជឿដែរអាស្មីបរិសម្នាក់ដែលដើរជាមួយឯងប្រព្រឹត្តមិញជានរណាខ្ញុំមិនដែលស្គាល់គេទេបងបើមិនស្គាល់ហេតុអីក៏ដើរជាមួយគេគាត់និយាយថាគាត់ស្គាល់ខ្ញុំច្បាស់ប៉ុន្តែខ្ញុំមិនដែលស្គាល់គាត់សោះគួរឲ្យឆ្ងល់ដែរហើយខ្ញុំក៏មិនធ្លាប់ជួបនៅទីណាដែរតែគេឈ្មោះអីដែរជួនសមុំឯងនិយាយផ្ដេសផ្ដាសមែនជួនសមុំយ៉ាងម៉េចអាស្មីធ្វើភ្នែកស្លើឆ្លើយតបវិញផ្ដាសយ៉ាងម៉េចបើគាត់ប្រាប់ខ្ញុំអញ្ចឹងមែននោះដាក្រោកឈរដើរទៅមាត់បង្អួចគេនឹកថាសូម្បីតែឈ្មោះក៏គួរឲ្យសង្ស័យដែរគឺមិនមែនជាការធម្មតាឡើយចំពោះជនម្នាក់ដែលលាក់ឈ្មោះគេបបួលឯងទៅផ្ទះបិសាចធ្វើអីទៅមើលបិសាចនោះជាង1ឆ្នាំបានកន្លងផុតទៅហើយដែលភ្នាក់ងារប៉ូលីសអស់តម្រេះនឹងស្វែងរកឃាតករទៅគេសុំឈ្មោះនោះដាមកទីនេះដើម្បីធ្វើការតាមដាននៅពេលនេះនោះដាទៅដឹងថាល្បិចទុច្ចរិតមានរាប់លានប្រការធ្វើឲ្យប៉ូលីសវង្វេងមែនកន្លះខែទៅហើយដែលបានផ្លាស់មកខេត្តនេះប៉ុន្តែការស្រាវជ្រាវរបស់អ្នកមិនទាន់ឃើញមានហេតុការប្រែប្រួលអ្វីឡើយពេលនោះសំឡេងគោះទ្វារលាន់ឮឡើងតុកនោះដាបែរទៅឃើញអាស្មីក៏ធ្វើជាសញ្ញាឲ្យទៅបើកទ្វារអាស្មីរត់ទៅបើកទ្វារពេលនោះវាភ្ញាក់ព្រឹកដោយកលេចឃើញនាងក្រមុំរូបស្រស់កល្យានឈរកាន់ថង់ក្រូចមួយយ៉ាងធំផងខ្ញុំចង់ជួបនឹងលោកអធិការអាស្មីសម្លឹងមុខនាងបន្តិចទៅបែរដើរទៅក្នុងផ្ទះវិញដោយប្រាប់ទៅនោះដាអ្នកនាងមករកបងអ្នកនាងណានោះដាស៊ូទៅពេលមិនទាន់ឃើញកល្យានអ្នកនាងសង្សារបងនោះអីឮដូច្នោះនោះដាភ្ញាក់ព្រឹកបែរទៅមាត់ទ្វារយល់កល្យានសាយទាំងក្រហមថ្ពាល់មករកគេដែរគេបែរមកសម្លក់អាស្មីដូចជាខ្លាញ់នឹងសម្រស់របស់នាងសូមអ្នកនាងអភ័យទោសឲ្យប្អូនរបស់ខ្ញុំផង
វាមិនដឹងអីទេកុំប្រកាន់វានិយាយថាមិនដឹងយ៉ាងម៉េចថ្ងៃមុនខ្ញុំឃើញបណ្ដាចូលហាងអាស្មីនិយាយរបៀបមិនដឹងអីហើយបោះចំហៀនចេញទៅក្រៅផងកំឡោះយើងហួសចិត្តបើនៅចិត្តចង់តែខោកឲ្យបែកក្បាលម្ដងប៉ុន្តែនៅឆ្ងាយហើយវាដែលចេញទៅទៀតចំណែកកល្យានអៀនផងខ្មាស់ផងអបន្តិចមុខនាងក្រហមគូឲ្យស្រឡាញ់អ្នកនាងខឹងវាឬចាស់អត់ទេក្មេងមិនដឹងអីចាស់តែនិយាយហើយលោកប៉ាឲ្យខ្ញុំយកក្រូចនេះមកជូនលោកពិសាគាត់មានប្រសាសន៍ថាលោកគ្រុនបាទមិនស្រួលខ្លួនពី3ថ្ងៃហើយលោកកោខ្យល់ហើយឬនៅបាទអាពូនរបស់ខ្ញុំកោឲ្យហើយនាងនៅស្ងៀមដោយអៀនយកដៃកេះក្រជោកលេងផងដូដាធ្វើជាសួរអ្នកនាងអញ្ជើញមកតែឯងទេឬចាស់មកតែឯងលោកអធិការមិញជាប្អូនបង្កើតឬបាទជាប្អូនចិញ្ចឹមរបស់ខ្ញុំទេមុខដូចស្រីអញ្ចឹងដូដាលឺដូច្នោះនៅស្ងៀមគ្រាន់តែសើចញឹមប៉ុណ្ណោះព្រោះគេនឹកមិនខុសពីនាងដែរពេលទ្វារបន្ទប់របើកវិញអាស្មីសើចស្ញាញចូលមកដោយនិយាយថាបងដូដាភ្នាក់ងាររបស់បងចង់ជួបនឹងបងដូដាលឺដូច្នោះក៏បែរមកកល្យានគេបំរុងនឹងចេញទៅជួបខាងក្រៅប៉ុន្តែកល្យានបញ្ញាប់ដេកឡើងជាមុនបើលោកមានការខ្ញុំសូមលាលោកទៅវិញហើយបញ្ញាប់ម្លេះអ្នកនាងអង្គុយលេងសិនទៅចាមិនអីទេចាំថ្ងៃក្រោយចុះបាទអរគុណអ្នកនាងហើយជម្រាបលោកផងនាងក្រមុំគ្រាន់តែញញឹមហើយដើរចេញទៅភ្នាក់ងារ2នាក់ដើរចូលមកដល់ធ្វើមុខញឹមនៅពេលឃើញកល្យានដើរចេញពីបន្ទប់អ្នកកំឡោះយើងខ្ញុំបាទទាំងពីរមិនរំខានលោកទេអ្នកកំឡោះអៀនឡើងក្រហមមុខមុននឹងឆ្លើយតបវិញកុំប្តេផ្ដាតាមការពិតខ្ញុំគ្មានកិច្ចការអីសំខាន់ទេភ្នាក់ងារចំណិតរបស់ណូដាធ្លាប់ស្គាល់ចិត្តនាយចាវាយទៅបញ្ញាប់និយាយអាស្មីបាននិយាយប្រាប់ខ្ញុំអស់ហើយកុំជឿអាស្មីចំគូតនោះគ្មានបានការអីទេអ្នកកំឡោះក្របួចមាត់ដាក់អាស្មីបើពូកែនៅចំពោះមុខគេកុំអីត្រូវហើយក្រោយពីអង្គុយបានស្រួលបួលហើយអ្នកក៏ស៊ូទៅភ្នាក់ងារចំណិតនិយាយមកមើលតែមានហេតុការអ្វីចម្លែកទេភ្នាក់ងារក៏បាននិយាយប្រាប់លោកអធិការពូខ្ញុំបានចាប់ឈ្មោះនុនបានហើយឥឡូវគេនៅណាបាទបញ្ចូលទុកក្នុងមន្ទីរឃុំឃាំងសិនចាប់បាននៅឯណាបាទនៅទៅពាំងជូងគេប្រកបមុខរបរជាកសិករដូដាស្លីពាក់ជាឯកសន្តានអធិការហើយដើរទៅហូតកំភ្លើងពីថតទុកមកនិយាយថាតោះយើងត្រូវការស៊ូចម្លើយពីគេឲ្យខ្ញុំទៅផងអាស្មីសុំទៅជាមួយដែរមិនមែនជាមុខងាររបស់ឯងទេអាស្មីនិយាយហើយក៏ដើរចេញពីបន្ទប់ភ្លាមអាស្មីឈោមមើលដូដាចេញឆ្ងាយផុតទៅវាដើរលោបទៅតាមក្រោយដែរនៅក្នុងបន្ទប់ស៊ូចម្លើយយើងឃើញពូនុនអង្គុយធ្វើមុខស្ងួតនៅលើកៅអីផ្ដៅដូដាទាញកៅអីមកអង្គុយទៅមុខដោយនិយាយថាសូមពូនិយាយប្រាប់ខ្ញុំតាមត្រង់មកមើលតើពូមានដឹងថានរណាជាឃាតករលើគ្រូសារបស់លោកវិសាលដែរឬទេពូនុនមានមុខស្លាំងរោគឈាមគ្មានមួយដំណោះទេខ្ញុំមិនបានដឹងអ្វីទាំងអស់ព្រោះពេលដែលកើតឃាតកម្មនោះខ្ញុំបានទៅលេងផ្ទះឯប្រការបើពូមិនដឹងហេតុអីពូចាំបាច់កិច្ចខ្លួនពូនុនលេបទឹកមាត់ផ្សើមកពងកបន្តិចទៅឆ្លើយខ្ញុំភ័យពេកព្រោះប៉ូលីសបានចោទមកលើខ្ញុំថាជាឃាតករទៅវិញតាមការពិតខ្ញុំមិនបានដឹងអ្វីទាំងអស់ណូដាសើចញឹមរោគចំណុចស៊ូទៀតពូឯងមានស្គាល់រូបថតនេះទេគេហូតយករូបថតមួយសន្លឹកមកបង្ហាញពូនុនទទួលយកមកមើលគឺរូបថតរបស់សុភ័ក្របាទស្គាល់គេឈ្មោះសុភ័ក្រតាមដែលខ្ញុំដឹងពូនិងសុភ័ក្រដូចជាស្និទ្ធស្នាលនឹងគ្នាណាស់មែនទេបាទសុភ័ក្រគេចិត្តល្អណាស់គេធ្លាប់ឲ្យលុយខ្ញុំចាយវីដូច្នេះខ្ញុំតែងតែមានចិត្តស្រឡាញ់រាប់អានគេជានិច្ចនោះដាក្រោកឈរក្រវ៉ាត់ដៃដើរចុះឡើងបន្តិចទៅនិយាយសុភ័ក្រស្រឡាញ់អ្នកនាងវលៈក្រោយពីដឹងថានាងមានគូដណ្ដឹងមកគេក៏ប្រកាន់ចិត្តខឹងសំនឹងឪពុកមេបណ្ដេញចេញពីផ្ទះទៀតគំនុំនេះបានក្លាយទៅជាចងអាឃាតយ៉ាងសាហាវដោយមានការជួយពីពូផងមែនទេលោកអធិការតាមការពិតខ្ញុំមិនបានដឹងមែននេះគ្រាន់តែជាការចោទប្រកាន់របស់ឃាតកម្មប៉ុណ្ណោះខ្ញុំមិនបានដឹងអីទេហើយខ្ញុំសន្យាថាសុភ័ក្រដូចជាមិនហ៊ានធ្វើដល់ថ្នាក់នេះទេហេតុអីពូហ៊ានអះអាងដល់ម្លឹងពូស្គាល់ចិត្តគេច្បាស់ណាស់មែនទេ
បានមិនច្បាស់ទេតែខ្ញុំហ៊ាននិយាយថាចិត្តរបស់គេមិនដល់ម្លឹងឡើយអធិការកំឡោះសាច់ខឹកដោយវិចារថាស្រឡាញ់គេមិនបានបង្កើតជាកំហឹងឡើងហើយក្រោយពីរួមគំនិតគ្នាជាមួយនឹងពូដោយសារទ្រព្យសម្បត្តិដ៏ច្រើនលើសលប់របស់គាត់អាចធ្វើឲ្យពូមិនពិតទេលោកអធិការបើខ្ញុំមានគំនិតលោភលន់មែននោះខ្ញុំមិនទៅធ្វើស្រែទេទាំងនេះជាល្បិចរបស់មនុស្សទេតាតែលោកអាចឆែកឆេរផ្ទះរបស់ខ្ញុំមានអ្វីប្លែកខ្ញុំមិនមែនល្ងងដល់ថ្នាក់ពូបញ្ឆោតបានសម្រេចនឹងចិត្តទេពូនុនស្ទើរស្រែកយំគាត់លើកដៃសំពះដោយវិចារថាតើឲ្យខ្ញុំឆ្លើយយ៉ាងម៉េចទៅជឿឲ្យខ្ញុំស្បត់គ្រប់វត្តក៏ស្បត់ដែរពាក្យស្បត់គ្រាន់តែជាការតច្រករបស់មនុស្សប៉ុណ្ណោះសម័យនេះទៅហើយពូមិនចាំបាច់យកពាក្យស្បត់មកនិយាយទៀតទេថ្ងៃដែលគ្រូសានោះមានគ្រោះថ្នាក់ពូយកលេសទៅស្រុកមែនទេនេះជារឿងចៃដន្យទេរឿងចៃដន្យប៉ុន្តែដោះសារមែនណាស់ហើយថ្ងៃនេះពូឯងមិនឆ្លើយខ្ញុំក៏មិនបង្ខំគេឲ្យវាយពូដែរយកគាត់ទៅឃុំទុកមួយរយៈសិនហើយនឹងធ្វើការស្រាវជ្រាវបន្តទៀតនិយាយហើយគេក៏ដើរចេញពីបន្ទប់វិញមកដល់ក្នុងបន្ទប់របស់គេនោះដាអង្គុយសម្លឹងទៅមើលអាស្មីដែលកំពុងដេកក្រវៀនលើក្រេពេលនោះស្រាប់តែថ្មមួយដុំរុំដោយក្រដាសបានធ្លាក់ក្បែរជើងគេនោះដាអោនរើសមើលមានសរសេរអក្សរយ៉ាងខ្លីហេតុអីក៏ចូលចិត្តប្រកាន់លើមនុស្សគ្មានកំហុសម្លេះមុននឹងគូត្រូវតែគិតនិងត្រូវពិចារណាផងអានរួចនោះដាហាក់ដូចជាមិនយល់សោះគេរត់ទៅឈរមាត់បង្អួចប៉ុន្តែគ្មានឃើញនរណាចម្លែកនៅទីនោះសោះគូឲ្យឆ្ងល់ដែរតើនរណាជាម្ចាស់សម្បត្តិនេះគេត្រឡប់មកចិត្តគេអាស្មីដេកអាស្មីក្រោកឡើងអាស្មីស្ទុះក្រោកឡើងសើងមកមើលមានការអីនឹងបងមិនដឹងជានរណាបោះសម្បត្តិមកនេះសោះអាស្មីទេញយកក្តារនោះមកមើលហើយនិយាយថាគេចង់សរសេរថាម៉េចនឹងបងនោះដាខំមកដោយគិតថាមនុស្សម្នាក់សុទ្ធតែមានល្បិចរាប់មិនអស់ជូនឃាតករក្បែរគេហើយឆ្លៀតជាធ្វើលេសរបៀបនេះដើម្បីបំបីចិត្តរបស់គេតើគេជានរណាដែលគួរឲ្យសង្ស័យបើស្ដាប់តាមសម្ដីរបស់ពូនុនអាចធ្វើឲ្យនរណាកាន់តែច្បាស់ជាងមុនដែរព្រោះរឿងនេះមិនអាចចោទប្រកាន់លើសុភ័ក្រទាំងស្រុងឡើយឪពុកអ្នកធ្លាប់និយាយពីរឿងទំនាក់ទំនងរវាងគ្រូសាលោកចន្ទថននិងគ្រូសារបស់លោកវិសាជួនកាលគំនុំវាអាចបង្ខំចិត្តលោភលន់ឲ្យធ្វើឃាតកម្មដោយមិនដឹងខ្លួនរឿងនេះអាចចាត់ទុកថាអញ្ចឹងក៏បានគិតចោះគិតឡើងមួយស្របោះគេក៏ដើរទៅរកអាស្មីតើឯងចំណាំជួនសមុំនោះនៅឯណាមិនទៀងទេជួនកាលឃើញនៅត្រង់នេះជួនកាលឃើញនៅត្រង់នោះមិនដឹងផ្ទះពិតប្រាកដរបស់គាត់នៅឯណាបងមានការអីចង់ជួបនឹងគាត់ឬអ្នកងក់ក្បាលហើយនិយាយមួយជួនសមុំនោះហើយដែលធ្វើឲ្យបងសង្ស័យយ៉ាងម៉េចអាស្មីស៊ូបញ្ជាក់គេដឹងរឿងរ៉ាវច្រើនក្នុងគ្រួសាររបស់លោកវិសាលដែលអាចបញ្ជាក់ថាគេប្រកាសជាមានការតាក់ទងនឹងគ្រួសារនេះមិនខានស្ងៀមបន្តិចគេពោលបន្តគូឲ្យឆ្ងល់ដែរលោកវិសាលនៅមានកូនស្រីម្នាក់ទៀតដែលនៅជាមួយជីដូនតាំងពីក្មេងឯបរទេសសៀមចុះហេតុអីក៏មិនចេញមុខមកដោះស្រាយពីរឿងគេផ្ទះសម្បែងឪពុកម្ដាយរដ្ឋមិនយកផ្ទះមកជាសម្បត្តិរដ្ឋឡើយដូច្នេះផ្ទះនេះត្រូវចោលដោយគ្មាននរណាប៉ះពាល់ផ្ទះដែរទុកចោលរួចអាចធ្វើឲ្យបិសាចបង្កប់ខ្លួននៅទីនោះគិតទៅរឿងនេះស្មុគស្មាញមែនអធិការប្រមាណអ្នកហើយដែលឈឺក្បាលចំពោះបញ្ហានេះអាស្មីក៏ពោលឡើងដែរខ្ញុំហាក់មានចំណូលចិត្តចង់ដឹងរឿងនេះដែរឯនៅក្មេងណាស់មិនអាចធ្វើកិច្ចការនេះបានទេក្មេងមែនពិតឲ្យតែបងបកគលនាទីឲ្យគឺខ្ញុំមិនខ្វះសមត្ថភាពទេនោះដាងឯក្បាលអាស្មីបន្តិចទៅនិយាយមិនខ្វះទេអ្នកជួយធ្វើការបងឯងនៅទៅផ្ទះបានហើយនិយាយហើយគេដើរចេញមកក្រៅដោយហៅភ្នាក់ងារពីរអ្នកមកសឹបមួយស្របក់ទៅឃើញភ្នាក់ងារនោះដើរចេញទៅក្រៅរាត្រីនេះមេឃស្រឡះល្អណាស់ព្រះច័ន្ទចំណិតត្រសក់7កាតបានបញ្ចេញរស្មីព្រាលលាយដែរដួងតារាដេរដាស់អមព័ទ្ធជុំវិញទៀតផងអ្នកភូមិនាំគ្នាសង្ងំលងលក់តាំងពីប្រលប់ព្រោះគេមិនសូវនៅដល់យប់ជ្រៅពេកទេដោយខ្លាចខ្មោចនាងវលៈមកបន្លាចក្មេងដែលប៉ិនយំរឹងរស់នឹងសម្ដីម្ដាយក៏ខ្លាចដែរដល់ពេលដែលនិយាយដល់ខ្មោចនាងវលៈម៉ោង 9 កន្លះចំណូលត្រជាក់បកមកវូ
นำคลันบุพาดอกกระโอบกูยตีสลายเป็นเจ็ดหนึ่งสกสารบำพดในตามดองเพลอเติบเตะเนียงวนเละสมอตัวสดางมวยกำปงโซซีตรกเตะนุโดยบันแก่พันไนพลือทลาอัดเปรตลายคือเขมรโนนากลายปีอัสมัยลายหาดไว้บ้านจีวีคลาแฮนเฮียนโจมกตีนิตาไอโดยชนะดำนาระบออัสมัยเราหาเราหุ่นอจ้ามันซ้อมหนึ่งตัวมุ้ยโดยการได้วินัยจมูกลูกอธิการโนดาซอนักสอบประหารมาไพ่แม่ติดปนโนดอบเตะดูหายเวชโชกรอบดำซอยมวยดำเป็นนุสรับแต่สมอมุ้ยเทเลจอพิจอมปีมกวีช่วยเอาเวียพเนี้ยใส่ใจให้ถอยกลอยปนแต่สมอนุสรวาจับได้วีจอบจบสนัสไม่นานะเอาไอ้มกตีนี้เป็นนุเตอร์วิสกอลทาจีสมลิงอธิการโนดาวิออนไพ่ปัญญาตอบวิ่งชมจ้องมาเมื่อขโมยลงแต่ขโมยเปิดหรือขโมยแข็งคล้ายบ้องโนดาอนุญาตเอาชมเธอจะมวยพ้องโนดาสำลังบุกวีอัดปริกทั่วไอวีออนบุกจอกพลิมตั้งจัดไอกลาฮานาสมัยทั่วอย่างน้ากลมตุนจีโดยปูซูใหญ่ซออาสมัยเกียได้เกจิงดอยคล้ายต่อวิ่งกลมปรุยตัวใบอย่างน้าก็ชมมันทั่วไอบองคอจัดได้รูดกีตั้งปีก็ดาวเติบเตนุกรอนตาเติบดอมุกเตะพลิมสำเร็จไปสลักเชื่อดอเปรูร้อนเจนบีขนมเตะหายสมอซอสกุในมนุษย์ใส่องคุยกรอมดำจมปูพลมไปสลักเชื่อใบขนมมารปูเกเคยแต่สะขมากระเวงโอใดบ่พัดตามจอนปนนโนดาใบตรกอัสมัยสมานทวีคล้ายตัวตะวิงอัสมัยบ่จมเฮียนเตมุกได้บากพนัยกอลอดสำลังสมอซอหนุพองดำเนาะตึกไหนพลือทลาบ้านสระการแผ่นปอแตงกูโรบอวีหะโดยจะชื่อจับยังเรื่องเอาไว้ไม่ยางเคยโดยชนโดดาสูติดอาสมัยหะได้ก็ไอยุ่มจังอาสมัยมันฉลายไปรถเวิ้งพลอระบองโจตุขนมกันไหลได้ใส่นูอังกุยเวโจตัวดอสมอนุโรลีบัดพลีมโดดารถตึกตามกรอยใส่ถางอาสมัยไปยากรูทนะอาสมัยหลุดจงกงกรึบในมอดเวบแต่ห้าในใจตามในไอโอนใส่วันแล้วบองมันคลายโอนทีส่งเป็นเรื่องระบองโอนปรับบองพองเต้าหนาจีเคียตะกอนสำหรับครูสายยืงโนดาลือโดยชนอเตยจะพรแพงดาวนึกหาบันดังจีอาสมัยจีบองระบองเนียงวันแล้วเป็นนี่เติบกินนึกคืนสำได้ระบองลูปาเกอปกวันแล้วเมียนโกนสรีปีเนี่ยโกนบองในไอสรกซิมจมูกจีโดนบางจังบานในถาอาสมัยจีบองระบองวันแล้วโนดาเชื่อกัดเวงไงติดเกนัสงิมจำสดับสมัยระบองสมัยติดวันแล้วสมปูนปรับบองมอกบองหนึ่งซองสักจุกครูสายยืงปรับบองมอกโนนาจีเคียตะกออาสมัยในใจพองยมพองในตลุดจงกงดอดาเป็นหนูทวีระบาดขวะหะโดยเมียนมนุษย์บากเอาข้างขนมเงินซูนโรคเมื่อไว้เหมือนเคยไล่อาสมัยบากพนัยกระลอดความสำลังแต่ขนมอตุกนุโนดาจุดเปิดสวายประวัติเกเคยยางฉบับในรีสอร์ทเวงโอไดโชว์เลือกได้บางมุกโดยคลายอำนาจในเพลิงฟ้าหนุปีหายกอรลีบาดเติมมวยรมปิอาสมัยสตูเบิ้งโจเตอปนตาโนดาจับได้จอบไอ้มันตรือปถอยไปตีประหยัดเมียนครูธนานะเตเลี้ยงชมเตชมมันคลายตีปลุกนิ่งจะปูนเสด็จบอกชมในใหญ่หายวิรลอได้เจงเตรู้รถตึกขนมพลีมโนดารถตามจากได้เกตังปีคือแต่เพลิงคิวปนดงตุ้มพลือจังจ้าเลยจังเจียงโนดาบำรองจุดเปิลแต่เพลิงนุรถรถพลีมแต่วิ่งกูไอปรึกบ้าสำเร็จสุริสรับมวยลอนหรือหลังกุมจุดเปิลเพลิงขยมคลายนะโนดาปรึกบ้าในไปลือสำเร็จนี้อาสมัยโปโดยจูจอดโลกอติกาชกปลาเพลิงในเตอในขนมปาระเวมแต่งเงินส่วนเชิงเป็นนุเมียนช็อตเพาะเมารุมเพยนอมคลันกระอบชงอยให้เลยจิงแนวสมอลซอเปรลมุ้ยตระดานในเกณฑ์เจียงขังเชิงคือเชียสมอระบนารีสอเวนุแต่มาดองโนดาปรังสำลังนะปนใต้มือมันจะมาซอปลุกสมอนุโชใบจมเฮียงอาสมัยโปลังปูนใส่ในใจปรับบองมอกนอนาเจเคียตะกอปรับบองเพลียมอกมันลือสำเร็จไว้ต่อเวงสอลายเกตังปีก็เลยคืนในลือเจียงได้เมียนเพลิงปอใบตองมันดังจิตเจงปีประพบนาลาย
លេចចេញជារូបភាពប្រៀបបាននឹងគេបញ្ចាំងខ្សែភាពយន្តជាដំបូងឃើញរូបភាពនៅអំពើឃាតកម្មយ៉ាងច្បាស់ទៅលើរូបនាងវលៈដែលមានបរិសុទ្ធជាអ្នកចាប់រំលោភលើនាងយ៉ាងព្រៃផ្សាយហើយសម្រាប់នាងចោលរួចភ្លើងនោះក៏រលាយបាត់ទៅបន្សល់ទុកនៅសំណោកគួរឲ្យព្រឺក្បាលដែលជាសំណោករបស់នាងវលៈនេះឯងអាស្មីស្រក់ទឹកភ្នែកច្រោកព្រមទាំងពោលអាចារ្យណាឯងជាឃាតករសម្រាប់ប្អូនស្រីនិងប៉ាម៉ាក់របស់អញត្រូវតែសម្រាប់ឯងដើម្បីសងសឹកប្អូនស្រីបងសូមសន្យាថានឹងយកឈាមអាចារ្យណាស្រោចលើភ្នូររបស់ប្អូនឲ្យតល់តែបានហើយវាបែរមករកណូដាលោកអត្តការជ្រាបស្រាប់ហើយខ្ញុំមិនអាចអត់ឱនឲ្យវាបានឡើយវាសម្រាប់គ្រូសាខ្ញុំហើយឆ្លើយដាក់បងជីដូនមួយរបស់ខ្ញុំពេលនេះខ្ញុំត្រូវតែវេកមុខឲ្យឃើញពេលនោះស្រមោលសបែរមកចំពួកគេគឺវលៈទាំងសាច់ទាំងឈាមប៉ុន្តែផ្ទៃមុខរបស់គេឡើងស្លេកស្លាំងពណ៌បៃតងឃើញគូឲ្យព្រឺក្បាលសំនឹងសក់វែងអូដីទៀតផងឃើញហើយមិនអាចអត់ទ្រាំនឹងភាពរន្ធត់បានឡើយណូដាព្រឺក្បាលបន្តិចតែខំផ្ចង់ស្មារតីសម្លឹងទឹកស្រីបិសាចដល់កាយសាហាវយ៉ាងយកចិត្តទុកដាក់ស្រមោលនេះនិយាយយ៉ាងឈឺចាប់អ្នកបងដោយសារភាពឈឺចាប់របស់ខ្ញុំពេកទើបព្រលឹងរបស់ខ្ញុំមិនស្គាល់អ្វីនៅឡើយសុកចិត្តនៅសងសឹកសត្រូវដោយតល់ដៃសូមបងស្រីជួយសងសឹកជំនួសប្អូនផងសងសឹកជំនួសផងអាស្មីឃើញក៏ស៊ូទៀតចុះដែរអ្នកសម្រាប់ម៉ាក់ប៉ាគឺជាមនុស្សម្នាក់តែប៉ុណ្ណោះណូដាដែលស្ងាត់ជាយូរណាស់មកហើយក៏ពោលឡើងបើអ្នកនាងស្គាល់មុខឃាតករច្បាស់ហើយហេតុអីក៏អ្នកនាងធ្វើបាបគេឯងដែលមិនដឹងអីទៅវិញហេតុអីមិនធ្វើបាបអ្នកសម្លាប់អ្នកនាងទៅបិសាចវលៈប្រើពន្លឺផ្នែកខៀវស្រងាត់ទៅរកណូដាដោយបង្ហើបវាចាយើងទ្រាំដើម្បីយកពលឹងរបស់វានៅពេលដែលវានៅទីនេះប៉ុន្តែវាតែងតែគេចមុខពីយើងរហូតវាមិនមកកាន់ទីនេះទេយើងស្អប់មនុស្សលោកណាស់ព្រោះមនុស្សលោកពោពេញទៅដោយភាពអាក្រក់ហួសនិស្ស័យយើងស្អប់ណាស់ប៉ុន្តែពេលដែលនាងស្លាប់ទៅហើយគូតែពលឹងរបស់អ្នកនាងទៅរកកន្លែងស្ងាត់ដើម្បីរងចាំកើតមកជាថ្មីទៀតបើអ្នកនាងរវល់តែប្រព្រឹត្តអំពើបែបនេះធ្វើម៉េចនឹងបានទៅកាន់ជាតិថ្មីជាមនុស្សនឹងគេយើងគ្មានត្រូវការកើតអ្វីទាំងអស់សេចក្តីប៉ងប្រាថ្នារបស់យើងគឺពោពេញដោយការសងសឹកមិនទាន់បានយើងមិនទៅណាឡើយខ្ញុំសន្យាថានឹងសងសឹកជូនអ្នកនាងសូមអ្នកនាងជប់ធ្វើឲ្យគេគ្រប់គ្នាភ្ញាក់ផ្អើលដោយសារអ្នកនាងទៀតទៅអាស្មីពោលថាប្អូនស្រីគូរសាចិត្តឲ្យស្ងប់បន្តិចទៅប្អូនគួរតែយល់ថាឈាមស្រែកស្បែកហៅអ្នកដែលសាងអំពើអាក្រក់គឺមិនអាចរស់នៅសុខសាន្តបានឡើយអូនជឿចោះស្រមោលសតវិញប្អូននៅចាំនាំពលឹងវាទៅអស់ចិត្តសូមបងស្រីត្រឡប់ទៅវិញចោះរួចស្រមោលសនោះក៏រលាយបាត់មួយរំពេចក្រោមជំនោរដ៏ត្រជាក់បក់មកយ៉ាងរំភើយគួរឲ្យត្រេកត្រអាលនោះដាចាប់ច្របាច់ដៃអាស្មីថ្នមព្រមទាំងនិយាយតោះយើងត្រឡប់ទៅវិញអាស្មីមកបោះដៃចេញពីគេតិចខ្ញុំចង់នៅទីនេះមិនបានទេឯងត្រូវគិតថាខ្លាត្រូវរបួសសាហាវណាស់មនុស្សដែលមានកំហុសវាប្រុងប្រយ័ត្ននឹងអំពើខុសរបស់វាណាបើយើងធ្វើឲ្យវាដឹងមុនប្រកាសជាវាកិច្ចបានយ៉ាងនេះគួរតែគិតឲ្យបានវែងឆ្ងាយចំពោះរឿងនេះពេលនោះណូដាគេបានដឹងយ៉ាងច្បាស់ទើបក៏ភ្ញាក់ខ្លួនតាមការពិតគឺលក្ស្មីបងស្រីរបស់វលៈក្រោយពេលដែលដឹងថាប្អូនស្រីនិងឪពុកម្ដាយត្រូវគេធ្វើឃាតទាំងអស់ដោយមិនដឹងមុខឃាតករដូច្នោះនាងក៏សុំជាដូនមកស៊ើបរកមុខឃាតករណូដាឃើញស្រីតូចនៅស្ងៀមដូច្នោះក៏ស៊ូអ្នកនាងជាបងស្រីរបស់វលៈមែនទេលក្ស្មីនៅស្ងៀមបោះចំហៀនចេញពីបរិវេណផ្ទះណូដាដើរតាមពីក្រោយនាងតិចគេលែងចាត់ទុកនាងជាអាស្មីក្មេងប្រុសទៀតហើយនាងជាស្រីកំមុំម្នាក់ដ៏ល្អទៅវិញចេញផុតពីរបងទៅលឺលក្ស្មីពោលយើងបែកផ្លូវគ្នាត្រឹមនេះចុះហាតើអ្នកនាងគិតទៅណាវិញនាងនៅស្ងៀមណូដាពោលបន្តឪពុករបស់អ្នកនាងនិងឪពុករបស់ខ្ញុំជាមិត្តស្និទ្ធស្នាលនឹងគ្នាតាំងពីគាត់នៅក្មេងៗម្ល៉េះមុនពេលដែលខ្ញុំផ្លាស់មកធ្វើការនៅទីនេះលោកប៉ាបាននិយាយរឿងរ៉ាវខ្លះ
ระเวียงอปุกมาได้ระบอกแหนเนียงนั่งอปุกจันนาตั้งเป็นในขมิ้นปรับขยมลือปีสำเร็จโดยชนอสระใส่ใบมกจอมแหนกำลังดอยประยามสู่บัญเจแต่ก่อนในใจไว้ครั้งโลกอติกาปรับขยมพองบานตีบ้านก็ปันตายยังเตอในใจคเนเนอแต่วิ่งลือโดยชนอแหนเนียงหะโดยจะตีเตอมันจองเธอแหนกำลังปูลบันต่อแหนเนียงอาสลีเปียเชียบรอระเบียบในระหดเจ้าหายขยมในแต่หาทาอาสมัยปูนปรองดาดาลือโดยชนอเนียงอินลังมุกระหอมปัญญาปูต่อวิ่งดาวเอียนอ่อนบ้านจังสมโลกจุยแหลกชมพองกลมอ้อยนาดังเรื่องนี้อ้อยซ้อโนดาสายลูกใดบันล้อมกันสมาเนียงกลมปลุยขยมบันทัวอ้อยสมัยขอจัดลายเจนบอกต่อถนอสนับตะเกียตั้งปีเพียเปิดโปรเมนมนุษย์ได้โกงทั้งนั้นกล่าวดามเชิงมือดามโดยกำปุงลงโลนะและสมัยในยัยติ๊กแต่การโนดาจนสมมฮัดไอ้บ้านชีหมกเนื้อตีเหน่งจังโนดาสำหลังจนดูบันทึกเติมเจ้าวิ่งเกจีมนุษย์ปูเป็นโดยอาจกำบังจรันนะอาสมัยโยอย่างหนาได้เนียงยังยิ้มงูต่อวิ่งเปิดคืนก่อนชมนึกคืนเราบองปูนจะโดนมูระบอกชมชมสุแพ้ชมมันจำนำมุกก่อนซ้อปลุกชมใบมุกไปกอดตั้งไปตัวไม่ไรเกยตั้งหลายน้อมคณีสองสายหรือกอดทาจีเฮียแต่ก็ตามการเปิดเหมือนกอดซ้อแต่ยึดดากอดหรือกุ้งโนดาเกิดถาจนนี้มันธรรมนาเตะมาในฮะดาหมกดีตามกันหลายเกยห้ามกอดเปิดเจียจำไรเดียดาวแต่เจ็ดบันติเติบจุดเปิลจอมชวนสมมสตูกราวแต่งเสืองมามือนาเป้เคยเนะแต่งปีเกลอนหมดโอ้คือโลกอัติการในสมัยเตตาทมาในหายแต่เนะแต่งปีมาไปนาวิ่งลือโดยฉนองโนดาเตยจะหูจัดสมนูนี้ซ้ำเกจะเนะสูตือกอดตืบซ้ำสมเด็จนี้ชมสูตืบบานซ้ำปลุกชมเจียบุลีโอ้บานชมสมโตจ้อโลกอัติกาชมบ้าเจียมนุษย์อนาธาบ้าได้แต่เปลี่ยนจังไอแต่ตีนี้เจียกันหลายหามกอดนะในไอ้ตราแต่ใจไปตีนี้จวนสมุมกรอกโชเตียงกรตีดาวในใจอักชมสมโตโจปลุกชมมันบานดังทากันหลายนี้เกยหามกอดและสมัยสู้ดอยสำลังมุกกอดอัดปริกปูหมอกตีนี้มันคล้ายขโมยเนียงบะเละเตรือขโมยเนียงบะเละมันเห็นหมอกปิดเปลี่ยนชมลายปลุกชมมันเจียมันหัวกรอยนะในใหญ่หายก็กอดดาวเจงไปตีนี้พลิมเนื้อตั้งปีโชว์สำลังระโหดกอดดาพอดซูนเรตรีตืบนำคนี้ลางล้านบางเจงปีตีนี้เปรียโซริยาเรียกกระหอมเปลืองไอนีจึงมีสำเร็จสัตว์บะซาบะใสสไลล้อนรุมโป่งเลยจงปรึกษาจิตซาบตาอารมณ์เนี่ยได้ตรโมอ้อยกรอกล้างดำใบบำเป็นกางีและสมัยกรอกลบเลียงลุ้นรู้โชตามบังอูสำลังเตะกลางสำเร็จมุ้ยหลอนลางมันเนียงเลยสมัยโลกละมุมชบหากชมระเบียบนี้หายปลุกเป็นนี้ชมเจียสมัยเต้เนี่ยกำหล่อล้างกระหอมมุกเปดาลือวิจาเนียงแบบนี้มาดังเจียอย่างไม่บ้านจิตจัดระบอกชมจองแต่หาและสมัยระเบียบนี้ตัววิ่งเนียงสายคุยปัวโดยชลายต่อวิ่งกาหาระเบียบนี้เวียบรรดาอ้อยเนี่ยเนียงกอลยานมันเป็นจัดจมปัวโลกมันไอเต้ในจมปัวมุกกอลยานชมหนึ่งหาวสมัยปนตายบัสงัดอนุญาตอักชมหาวและสมัยผ่องเจ้าเติมหาวมันกำลังที่ทั่วไม่กุมเอาแต่กระยานระบอโลกอ่อนจัดเติบานหายสมัยกรุบมัดระบอละสมัยทั่วอ้อยโนดาแสงขนายปนปีปนตายเกิดความตกอารมณ์ปูธากลมรุยกระยานมันแจกขังปนังเตในปีเดลือชมหาวสมัยชมจังดังเรื่องได้โลกในใจปียุบมิงตาเจริญใส่เธอโนดาทั่วจะสู้บัญเจเรื่องครูซาลูกปาเนียงหนึ่งครูซาระบอกชมหนึ่งครูซาจันนาโอ้เรื่องครูซาตั้งใบได้เมียนตำเนะตำนงดังนี้กาปีดับใบชนะมนโนหรือเรื่องนี้ชมกรอนแต่ดังตามสำเร็จระบอกลูกปากชมตีปนตายบตามการสอนทานระบอกชมหนึ่งตามกาแต่เคยหนึ่งพนัยจมพวกมอดอย่างเละบ้านบางหางการปิดปรับยืงนู้คือเชียปัญหามุยทั่วยืงจับอารมณ์ได้จอมวิจาเกกริบรับเรื่องอ้อยและสมัยสนับจับตั้งไปเรื่องได้อปุกเกนั่งอปุกโวและนั่งอปุกจันนาปรับเรสมัยตั้งไปดามระหูดอจอบให้เกบัญเจจะจองกรอยทา
เรื่องนี้ตามการสนทานระบอกชมคือคอมเมนต์นะกล่าวปีอาจารย์นะโดยมีกำหนดดามปีอปุกไลเลสมัยมุกลางกระหอมปูลดราบนาเลสมัยยกเชียมระบอกอาจารย์นะมกสาวเลือบพโนระบอกปูนใส่มันบานตีและสมัยก็มันอาจบักพนัยสำลังมือปิภพโลกดอตเลียนี้บานได้โนดาไซส์งูต่อวิ่งมนเปดักชมกันการในที่นี้ลูกป้าระบอกชมบานในใจถาดอลเปกชมโรคมุขคิดแต่ก็เคยหายเอาชมนอมดำดังนี้แต่ปราปูนเสรีบอลโลกวิสาในไอสรกเสียมพร้อมอะไรสมานมันดองถาชมมันจำบัดในฮอตกำลังเติบพองก็มอกจูบคะแนนในตีนี้แต่มาดองอะไรยังสงสัยแต่เลยชมุจันนาถ้าจะเกียแต่ก็ให้มันบัดสงสัยตีนี่จะการเป็ดเนียงมันเจาะแตงกำหังปันแต่ไว้ได้คำเป็นปอต่างเนียงมันอาจจอแต่เลยกีแต่งสองบานลายหรือโดยเฉพาะสริตุกรอกโชว์เพลทดาวในใจลูกอธิกามนหนึ่งชมทเวร์ชมมันคลายจะไว้ถึงอ้อเอาแต่ชมดังปีกันแล้วรูนเนอร์บอกวีโนดาใส่แตงในใจต่อวิ่งกีทายุวชนได้เมียนรูปเรียงสองหาสมไรตนพลุนสำรอเปรียบบ้านหนึ่งเตแบบพดได้เจ้าปิทานเลยดำนาเรียจะใส่เกสองหาหายออกจ้าจมปูเนรีกรมโบบาจารปีตลกดังเกในตีนาเตกาปีมุนโนดาจียุเวปรได้ในใจติดบำพอดจมูกใส่ปันตายเป็นนี้เก็บปลายคลายใจยุวชนโจชัดในใจจานเมาจมูกและสมัยแต่วิ่งทรงใบแต่กอลยานก็หาโดยจิตเมนปีเอาไว้ในใจได้คลูนเกก็ดังได้ท่าและสมัยจิตใส่ได้เกโจชัดในใจจานเจริญดำโปงสำหรับรูปเกรอดไงนี้จันนากำปงแต่การกาปริกุปรบอปุกเนเนียงในพนมเปงปริกุปรอบไหตาในขนมกำดับได้ระบอจันนาในไงมุ้ยกลอยเปย์ได้ขยมพลาหมกตีนี้บานเจียงมวยขาชมบานเตยตีหนุ่มดองได้คือจูมดังเกโดยเมียนกาตตูอย่างสมรุมไปกีพองแต่โลกเมนสูวิจาไม่กล้าเทโนดาบอกคำเพลิงใครระบอกเกเลงติดจำขยมปรับในเนียงอ่อยเฉียบขยมบานสูเรื่องเครียดกรรมได้เมียนเตะโตนังกรูสันนี้กีบานในใจปรับชมท่าโลกติกาเติบพลาเมาปีพนมเปงเติบเหมือนบานดังเรื่องบานชมดังตายมันประกอบเติบชมบอกสู่ปรมีนคลาปีโลจันนาเรศาตึกบุกสงิมสงัดบันติกเติบในใจชมจะกูดังระบอบวนแล้วชมสลายเนียงนะยังตั้งปีหนังรีบการในมวยคายขังมุกก็ปันแต่เรื่องกูได้โรคไว้เปรียบเติมขมิ้นซอคือนี้ตรัสลับอย่างอาจกำบังจะตีบำพอดแจ้งอปกมาได้ระบอบเนียงตีดจมปัวเรื่องเครียดกรรมนี้โลกโยอย่างน่าได้จันนาตอบเตียงตึกมุกเกรียมกล่อมกาปีมันตอนสลับวัวและบ้านในใจปรับชมทาเนียงเมียนบองจะโดนมุ้ยระบอบเนียงมันเนี่ยชมสุภาเกสลังเนียงได้ปันตาเนียงปุ่มพรมเมียนไงมวยนุสุภาเมียนบำนองจับประมลูกเนียงปันตาวัวและรุยคลุ้นโดยสาสไรบำรามันเนี่ยชมมอมหมดต้นวัวและบ้านโยกเรื่องนี้แต่ปรับปูโลกวิสาโลกวิสาทางคลังเป๊ก็บันเดงขโมยเปล่าหนูเจงปิบเตะบ้านประหารมวยอัลตัดเขียดกรรมกับการหลังได้เรื่องนี้ถ้วยยังสงสัยแต่เลยสุภาปลุกเป้ได้เมียนเขียดกรรมในการหลังวิก็บัดมันดังตังตีนะโนดานัสงีมันติดสู่บรรต่อเจ้าเป้ได้เขียดกรรมในการหลังโลกเนยนะบ้านในบ้านดำบองลูกดอเป้ปรึกเป็นลำล้างเบียนเกตปราบเติบดังเรื่องนี้ดอกขยมเติบขยมมากันติกาแต่งนี้จุ่มดูโมริเจสันโปรดดังถาวัวเละนี้ซอลบองใส่มันแดดทิดได้โรนักสรกซีมจมุยจีโดนเป็นน้าเดนเนียงหมกขยมดังประโกลดำไหนนี้เติบเอาเนียงกันกาวิ่งโนดาในใจจอบใบมกเตอร์โรบอาสมัยโดยปูบัญเจถาแต่ในเนียงอยู่อย่างน้าได้กูเติบบังหานเกธาในเนียงจีบองใส่ระบอบวัวเละหรืออย่างน้าเตะขยมมันไอเติบบังหานเวียดไลปลุกการนาเวียดดังทักชมจีบองใส่ระบอบวัวเละเวียนหนึ่งโรคมันสูบไปสำหรับชมตีจีเหมือนคันแต่ชมโดยจีลูกสมานถาจุนนุ่งจีเคียตกอแมนตีลูกจีอาติกาปลีฮัดไอชมในใจเนียงเลยสมัยเนียงมาเตะปัญญาฟีบรรทอกชมไปทีชมดังทูเตะแต่โรคเทียดเปิดอ่อยเคยเจ็ดแสดงสันเยื่อมันอายจอดโดยขมิ้นพอต่างบันทีลูกในทางมันแมนเตียหรือ
ពលឹងរបស់ប្អូនស្រីខ្ញុំបានប្រាប់ច្បាស់ណាស់នៅដាអស់សំណាច់ខឹកដោយហួសចិត្តអូឆ្នាំនេះបើនាងនៅរស់គឺនាងអាយុ18ឆ្នាំទៅហើយក្នុងលោកនេះប្រកាសជាគ្មានខ្មោចព្រាយបិសាចអ្វីឡើយគូដែលនាងជ្រាបលឺនៅដាពោលដូច្នោះនាងខាងឡើងមុខក្រហមងាំងភ្លាមមួយរំពេចលោកឯងដូចជាមើងងាយប្អូនស្រីខ្ញុំពេកហើយខ្ញុំនឹងសងសឹកអាចារ្យណាជំនួសប្អូនស្រីរបស់ខ្ញុំឲ្យតតែបានលោកឯងចាំមើលចុះខ្ញុំមិនត្រូវការពឹងកម្លាំងលោកឯងឡើយសូមជ្រាបឲ្យច្បាស់វិចារហើយលស្មីដើរចេញពីទីនេះភ្លាមប៉ុន្តែនោះដាស្ទុះទៅពាំងមុខជាប់ដោយនិយាយមុននឹងគូត្រូវគិតឲ្យបានត្រឹមត្រូវសិនប្រយ័ត្នស្ដាយក្រោយណាអ្នកនាងបើលស្មីសងសឹកមិនបានលស្មីកាត់ដៃឲ្យឆ្កែស៊ីវិញប្រសើរជាងនិយាយហើយនាងច្រាននោះដាចេញរួចដើរចេញពីបន្ទប់របស់កំឡោះអត់ងាកក្រោយនោះដាងក់ក្បាលតិចតាមសម្លឹងដំណើរនាងពីក្រោយដោយញញឹមរួចក៏ទាញទ្វារបន្ទប់បិទហើយដើរសម្ដៅបន្ទប់ការិយាល័យនោះដាបានហៅភ្នាក់ងារម្នាក់មកជួបដោយសួរយ៉ាងម៉េចទៅហើយចំពោះកិច្ចការដែលខ្ញុំបានបញ្ជាទៅលោកនោះបានលោកអធិការកិច្ចការនេះខ្ញុំបានបំពេញរួចរាល់អស់ហើយដោយកំពុងចាត់ឲ្យគេតាមដានជាប់ផងបាទនោះដាងក់ក្បាលរួចអន់ខ្សឹបដាក់ទៅជីភ្នាក់ងារនេះបន្តិចទើបគេពោលបន្ថែមឮថាសូមធ្វើឲ្យប្រយ័ត្នប្រយែងបន្តិចលេយ៉ាងណាកុំឲ្យគេសង្ស័យឲ្យសោះបាទទទួលបញ្ជានិយាយហើយភ្នាក់ងារក៏ដើរចេញពីបន្ទប់ការិយាល័យភ្លាមក្រុងតូចចង្អៀតតែមានមនុស្សកកកពួកគេចូលចិត្តប្រកបរបរតាមសមត្ថភាពរបស់គេថ្ងៃអាទិត្យពួកគេចូលចិត្តដើរកម្សាន្តតាមទម្លាប់រៀងខ្លួននោះណអធិការណូដាកំពុងដើរតិចតាមចិញ្ចើមថ្នល់ដោយទឹកមុខញញឹមស្រស់យ៉ាងសង្ហាស្រីជាច្រើនតែងលួចដៀងកន្ទុយភ្នែកដាក់គេគ្រប់គ្នាកាយវិការរបស់ពួកនាងមិនកំបាំងពីភ្នែករបស់អធិការក្មេងឡើយប៉ុន្តែអ្នកកំឡោះនេះបញ្ចេញរឹកពីប្រងើយកន្តាយពុំយកចិត្តទុកដាក់ចំពោះនាងទាំងនោះឡើយកំពុងតែងាកឆ្វេងស្ដាំស្រាប់តែគេភ្ញាក់ព្រឺតព្រោះឃើញជនស្រមោមចម្លែកកំពុងអង្គុយផឹកកាហ្វេនៅក្នុងទៀមតូចមួយនៅកាច់ជ្រុងផ្លូវបំបែកមួយជននោះអង្គុយមិននឹងសោះហាក់ដូចជាកំពុងរងចាំនរណាម្នាក់នោះដាឈោអាបនឹងគល់ឈើមួយដើមឃ្លាំចាំមើលសកម្មភាពរបស់ជនស្រមោមនោះរំពេចនោះស្រាប់តែមានរថយន្តមួយមកឈប់ពីមុខទៀមហើយបរិសម្នាក់ក្នុងវ័យជាង30ឆ្នាំប៉ុណ្ណោះគេពាក់វ៉ែនតាពណ៌ខ្មៅចោះសម្ដៅទៅជនស្រមោមនោះនិយាយខ្សឹបខ្សៀវគ្នាបន្តិចទើបឃើញជនស្រមោមនោះឡើងឡានជាមួយជនពាក់វ៉ែនតាខ្មៅហើយបើកចេញយ៉ាងលឿនមិនមែនជារឿងធម្មតាឡើយនោះដាត្រូវតែទៅតាមជាដាច់ខាតគួរឲ្យស្ដាយមែនដោយថ្ងៃនេះគេមិនបានយកឡានមកក្រឡេកឆ្វេងស្ដាំបន្តិចគេស្ទុះទៅអូសម៉ូតូមួយដែលមានម្ចាស់គេទើបនឹងចុះមិនទាន់ទាំងពន្លត់ម៉ាស៊ីនបានស្រួលវូលផងឲ្យខ្ញុំខ្ចីម៉ូតូបន្តិចសិនយីអ្នកឯងយកម៉ូតូខ្ញុំទៅណាមិនបាច់និយាយច្រើនឡើយនោះដាហក់ឡើងម៉ូតូហើយបើកចេញភ្លាមគួរឲ្យសួយអស្ចារ្យគ្រាន់តែបើកចេញបានបន្តិចស្រាប់តែម៉ូតូរលត់ម៉ាស៊ីនជើងតែម្ដងយីសួយមែនតែម្ដងនោះដាឈោដកដង្ហើមធំដោយហួសចិត្តឈោសម្លឹងម៉ូតូកញ្ចាស់មិនគូណាមករលត់កណ្ដាលទីដូចនេះសោះពេលនោះស្រាប់តែសំឡេងស្រួយស្រាប់មួយលាន់ក្បែរគេលោកអធិការត្រូវការពឹងពាក់ខ្ញុំទេអ្នកបែរទៅម្ចាស់សំឡេងយល់នារីក្រមុំដ៏ស្អាតម្នាក់ទៅនឹងអាយុ18ឆ្នាំប៉ុណ្ណោះសក់វែងប្រះស្មាគ្រាន់តែក្លេកឃើញភ្លាមនោះដាដឹងមុនស្រេចបើខ្ញុំមិនច្រឡំទេអ្នកនាងគឺអាស្មីមែនទេនាងក្រមុំអង្គុយក្នុងឡានសើកកឹកព្រមទាំងឆ្លើយតបវិញប្រសើរណាស់ដែលលោកអធិការមើលខ្ញុំស្គាល់បែបនេះតើលោកអធិការចង់ដេញតាមឡានជនសមមិញឬហេតុអីក៏អ្នកនាងមិនសំខាន់ទេធ្វើបាត់ខ្ញុំមិនមែនជាអធិការប៉ូលីសក៏ដោយសូមលោកអធិការអញ្ជើញឡើងឡានមិនបង្អង់យូរនោះដាហក់ឡើងផ្លេតរួចរថយន្តក៏លូនសម្ដៅទៅត្រពាំងជោងអ្នកនាងឃើញឡាននោះនៅត្រពាំងជោងឬចាខ្ញុំឃើញឡាននោះបើកយ៉ាងលឿនសម្ដៅទៅត្រពាំងជោងហេតុអីក៏នាងស្លៀកពាក់ជាស្រីវិញអញ្ចឹងដើម្បីទាក់ទាញភ្នែកអគាតកអ្នកនាងមិនខ្លាចគ្រោះថ្នាក់ទេឬមួយជីវិតខ្ញុំនេះខ្ញុំមិនអាចខ្លាចអ្វីទាំងអស់បើសិនជាខ្ញុំខ្លាចម្លេះសំខ្ញុំមិនមកកន្លែងនេះដើម្បីស្វែងរកឃាតករឡើយ
ព្រោះខ្ញុំបានបដិញ្ញាចិត្តរួចហើយថាមួយជីវិតនេះបើខ្ញុំយកឈាមឃាតករនោះមកស្រោចលើភ្នៅប្អូនស្រីខ្ញុំមិនបានទេខ្ញុំមិនអាចមានជីវិតនៅលើโลกនេះបានឡើយនោះដាលឺដូច្នោះបានមើលមុខស្រីស្រស់ដោយពោលខ្ញុំសូមសរសើរអ្នកនាងដោយស្មោះកំពុងតែជជែកស្រាប់តែរថយន្តមួយឈប់នៅកណ្ដាលផ្លូវកំពុងឆ្កឹះស្គីលម្នាក់ឯងលះស្មីលន់មាត់តិចតិចហើយចុះឡាននរណានឹងមកខូចកណ្ដាលផ្លូវអញ្ចឹងនាងក៏ជប់រថយន្តងក់ភ្លាមនោះដាលន់មាត់អូគឺលោកច័ន្ទណាទេតាតើលោកអញ្ជើញតាណាមកណាដែរគ្រាន់តែឮឈ្មោះច័ន្ទណាភ្លាមស្រស់ស្រីលក្ស្មីបើកភ្នែកធំធំសម្លឹងឥតព្រិចចំណែកច័ន្ទណាក៏លេចឃើញអន្តិកានោះដែរដែលគេធ្លាប់ស្គាល់ម្ដងរួចមកហើយនោះក៏បញ្ញាប់តបយ៉ាងគូសមបាទលោកអន្តិកាខ្ញុំមកក្រុងដើម្បីគិតគូរបញ្ជីប្រាក់ពីថៅកែដែលទិញឈើមកជាងមួយអាទិត្យទៅហើយតែវាសួយមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែរលត់ម៉ាស៊ីនលេងចេះតែម្ដងនោះដែរហាក់មានចំណូលចិត្តនឹងជននេះព្រោះចរិតគេសុភាពគួរឲ្យរាប់អានមែនក៏ប៉ុន្តែមិនគួរណាជាប់បត់ក្នុងការធ្វើឃាតមនុស្សសោះគេបែរទៅរស្មីឃើញនាងសាយស្ងួតហើយស៊ូតិចតិចល្មមទៅស្ដាប់ឬពីនេះលោកចេះធ្វើឡានដែរឬទេបាទចេះបន្តិចបន្តួចដែរបើអញ្ចឹងលោកចង់ជួយគេមែនទេនោះដែរបើកទ្វារឡានចេញបណ្ដាឆ្លើយទៅលក្ស្មីបណ្ដាបាទត្រូវតែជួយរួចគេដើរទៅចិត្តច័ន្ទណាដោយនិយាយអនុញ្ញាតឲ្យខ្ញុំជួយទេបាទបើបានអញ្ចឹងអរគុណលោកអធិការណានោះដែរដើរទៅឈ្ងោកមើលម៉ាស៊ីនឡានបន្តិចទើបក៏យកសោទៅឆ្កឹះស្គីចុះឡើងហើយឲ្យច័ន្ទណាឡើងមកឆេះម៉ាស៊ីនមួយស្របក់ទើបរថយន្តនោះឆេះវិញច័ន្ទណាធ្វើមុខញឹមដោយពោលអរគុណលោកអធិការណាដែលជួយធ្វើឡានអរគុណច្រើនណាស់បាទការជួយគ្នាបន្តិចបន្តួចមិនសំខាន់អីទេតើលោកអធិការអញ្ជើញទៅណាដែរលោកដាមិនទាន់ឆ្លើយថាម៉េចផងស្រាប់តែលក្ស្មីឆ្លើយកាត់ភងលោកអធិការត្រូវការតាមដានមនុស្សម្នាក់ច័ន្ទណាបែរទៅឃើញលក្ស្មីផ្អែកឡានសម្លឹងមករកគេទាំងមុខស្មើគ្រាន់តែឃើញលក្ស្មីភ្លាមគេបើកភ្នែកធំធំដោយភ្ញាក់ផ្អើលអារម្មណ៍គេនឹកដល់បុលៈភ្លាមមួយរំពេចកាលពីឆ្នាំទៅលក្ខបានស្លាប់យ៉ាងវេទនាជាទីបំផុតអ្នកនៅចាំយ៉ាងច្បាស់ថានាងនៅមានបងស្រីម្នាក់ទៀតដែលត្រូវទៅនៅជាមួយជីដូនឯប្រទេសសៀមច័ន្ទណាលន់មាត់ដោយមិនដឹងខ្លួនដោយអូនលក្ខម្លេះលក្ខស្មីសាត់ស្ងួតទៅវិញមួយខ្ញុំមានមុខដូចខ្មោចនាងលក្ខមែនទេបាទដូចណាស់អ្នកនាងត្រូវជាបងស្រីរបស់លក្ខមែនទេលោកដាននៅស្ងៀមចាំមើលអ្នកទាំងពីរឆ្លើយឆ្លងគ្នាលក្ខស្មីស៊ូទៅច័ន្ទណាវិញដោយមុខក្រហមអូឲ្យតែមុខដូចគ្នាសតតែបងប្អូននឹងគ្នាមែនទេច័ន្ទណាឮនាងស៊ូបញ្ច្រាស់មកវិញដូច្នោះក៏នៅស្ងៀមលក្ខស្មីពោលបន្តសូមលោកកុំយល់ច្រឡំថាខ្ញុំជាបងស្រីរបស់វលៈអិសោវលៈស្លាប់ដោយគំនុំឥតព្រំដែនរបស់មនុស្សឈាមខ្មៅគូឲ្យអាណិតនាងណាសូមលោកកុំថាខ្ញុំជាបងស្រីរបស់នាងប្រយ័ត្នអាឃាតករនោះវាដឹងវាតាមសម្លាប់ខ្ញុំទៀតជាមិនខានច័ន្ទណាសាយទាំងមិនសូវសមបាទណែឲ្យខ្ញុំសុំទោសដោយខ្ញុំឃើញតែនាងមុខដូចលាក់ពេកទើបខ្ញុំស៊ូដូច្នេះព្រោះខ្ញុំចង់ជួបមុខបងស្រីនាងទៀតលោកចង់ជួបនាងមានការអីទៅព្រោះខ្ញុំចង់ប្រគល់តំណែងព្រះគប់ទាំងអស់ជូននាងវិញឬដូច្នោះនាងសាច់ទាំងសោះក៏ក្រោះលោកមិនចង់បានទ្រព្យសម្បត្តិទាំងនោះទេឬអ្នកនាងនិយាយថាម៉េចហ្នឹងខ្ញុំមិនយល់សោះអ្នកនាងត្រូវជៀបថាខ្ញុំសុខចិត្តលះបង់ការងារគ្រួសាររបស់ខ្ញុំដើម្បីមកកាន់ការនេះខ្លាចគេហូតយកប្រាក់ចំណេញជាង1ឆ្នាំនេះខ្ញុំមិនអត់ទេគឺខ្ញុំមានគ្រប់គ្រាន់ក្នុងការចាយវាសម្រាប់ធ្វើអ្នកមានដោយមិនត្រូវការទ្រព្យសម្បត្តិរបស់អ្នកណាឡើយសូមអ្នកនាងជៀបថាការដែលខ្ញុំសុខចិត្តទុកឲ្យប៉ារបស់ខ្ញុំរស់នៅជាជនពិការម្នាក់ឯងក៏មកពីខ្ញុំយល់ដល់វលៈដែលជាគូដណ្ដឹងបំរុងនឹងរៀបការគ្រួសារទាំងសងខាងជាមិត្តភក្តិជិតស្និទ្ធបំផុតខ្ញុំគ្មានគំនិតកេងប្រវ័ញ្ចក្នុងការចង់បានទ្រព្យសម្បត្តិក្នុងគ្រួសារវលៈទេឲ្យតែបានជួបបុកនាងខ្ញុំនឹងប្រគល់ឲ្យភ្លាមហើយរឿងនេះខ្ញុំក៏បានជម្រាបលោកអធិការដែរអូបើលោកមានគំនិតអញ្ចឹងហេតុអីក៏លោកមិនចាក់សម្បត្តិទៅរកបងនាងឲ្យខ្ញុំចាក់សម្បត្តិយ៉ាងម៉េចបើខ្ញុំមិនស្គាល់អាសយដ្ឋានពិតប្រាកដរបស់នាងផងសម្ដីដែលអ្នកនាងនិយាយមកក្នុងពេលនេះខ្ញុំយល់ហើយអ្នកនាងជាបងស្រីរបស់លក្ខហ
ហើយមកដោយមិនឲ្យនរណាស្គាល់ហើយនាងចោទប្រកាន់មកលើខ្ញុំជាឃាតករទៅលើគ្រួសាររបស់លះមុននឹងនាងនិយាយចោទប្រកាន់មកលើខ្ញុំតើអ្នកនាងមានដែលគេងយកដៃកងថ្ងាពិចារណាហើយឬនៅលក្ស្មីលឺដូច្នោះសើចញឹមឆ្លើយតបមកវិញអូគិតទៅខ្ញុំមិនបាននិយាយពីរឿងចោទប្រកាន់លោកថាជាឃាតករទេប៉ុន្តែលោកបញ្ញាប្រឹកដាក់ខ្លួនមែនប្រសើរណាស់មនុស្សដែលមានខ្លួនប្រហែលលោកមុននឹងគេចោទក៏គេត្រូវតែរកផោះតាំងដែរចនាសើយ៉ាងសោះក្រោះតវិញបាននាងចង់វាសัตว์សាហាវសូមនាងចង់វាឲ្យជាប់តែមិនប្រយ័ត្នរបូតវិញក្រែងវាមិនផ្ដល់សេចក្តីសុខដល់អ្នកនាងចាប់ពីថ្ងៃស្អែកនេះសូមអញ្ជើញអ្នកនាងទៅកាន់កាប់កិច្ចការប្រេះគប់វិញទៅខ្លួនឯងចោះខ្ញុំលាហើយរួចគេបែរទៅរកនោះដាពោលពាក្យយ៉ាងទន់ភ្លន់នឹងគូសំអូលោកអធិការខ្ញុំបានសូមលាសិនហើយពោលហើយចន្ទណាក៏បើកឡានចេញពីទីនេះយ៉ាងលឿនលក្ស្មីតាមសម្លឹងមើលរថយន្តពីក្រោយដោយពន្លឺភ្នែកចង់កំហឹងគិតទៅមនុស្សសមូលល្បិចមែនចន្ទណាឯងចាំមើលឲ្យច្បាស់បើអញយកជាម៉ែងស្រោចភ្នូប្អូនស្រីអញមិនបានទេនោះអញមិនរស់នៅចាំធ្ងន់ផែនដីឡើយនោះដាដល់ដង្ហើមធំពោលដោយស្រទន់សូមអ្នកនាងកាត់ចិត្តឲ្យបានធ្ងន់បន្តិចហើយសូមសម្រួលអារម្មណ៍ឲ្យបានស្ងប់មុននឹងធ្វើអីត្រូវគិតឲ្យល្អិតល្អន់សិនចំពោះការចោទប្រកាន់របស់អ្នកនាងទៅលើលោកចន្ទណាយើងមិនអាចសន្និដ្ឋានបានថាជាការពិតទាំង 100% នោះទេអ្នកនាងត្រូវតែជ្រាបឲ្យច្បាស់ទាំងចន្ទណាទាំងបងជីដូនមួយរបស់អ្នកនាងគឺស្ថិតនៅក្នុងការសង្ស័យដែលប៉ូលីសកំពុងតាមដានឬដូច្នេះនាងក៏ឆ្លើយវិញទាំងកំហឹងបើចេះតាមដានម្លេះសំចាប់បានតាំងពីឆ្នាំទៅម្លេះដោយសារតែរឿងនេះហើយទើបគេបញ្ជូនខ្ញុំមកឲ្យធ្វើការនៅទីនេះចុះក្នុងរយៈពេលប្រហែលខែដែលលោកចុះមកតើមានឃើញហេតុការណ៍អ្វីប្លែកហើយឬនៅការងារនីមួយៗគេមិនមែនធ្វើតែមួយថ្ងៃហើយទេសូមអ្នកនាងជ្រាបឲ្យច្បាស់ថាឃាតករនោះវាមានល្បិចខ្ពស់បើប៉ូលីសធ្វើការមិនហ្មត់ចត់ទេនោះយើងមិនងាយនឹងវិចមុខរកវាឃើញឡើយលក្ស្មីឡើងទៅកាន់ចង្កូតរថយន្តហើយពោលថាមិនបាច់លោកអធិការធ្វើអន្តរាគមន៍ចំពោះរឿងនេះទេខ្ញុំសូមអរគុណលោកអធិការហើយនិយាយហើយនាងបើកឡានចេញពីទីនោះភ្លាមដោយទុកឲ្យនូដាឈរសម្លឹងកតុយឡានយីស្រីអីក៏រឹងម្លេះខំមកជាមួយបែរជាយកអាយមកចោលកណ្ដាលផ្លូវទៅវិញពេលនោះមានរថយន្តឈ្នួលមកគេក៏ឡើងជិះមកពោធិ៍សាត់វិញយ៉ាងរុះរាន់